លុយនៅទីនេះតើមានន័យថាម៉េចប្រាក់8,000ដែលឯងបានកក់ពីមុនខ្ញុំថែមឲ្យគ្រប់10000ចាប់ពីថ្ងៃនេះទៅរបបលក់បាយប្រអប់នេះខ្ញុំធ្វើម្នាក់ឯងយកលុយហើយចេញទៅថ្ងៃក្រោយកុំមកលក់ដៃទៀតពេលបាយថ្ងៃត្រង់នៅចំពោះមុខកម្មករទាំងអស់ឯងចង់ចែកផ្លូវជាមួយខ្ញុំកុំនិយាយឲ្យពិបាកស្ដាប់ពេកខ្ញុំមិនដែលឲ្យឯងខាតលុយទេខាតឬមិនខាតក្នុងចិត្តឯងដឹងច្បាស់ហើយបងជីនិយាយបែបនេះមិនត្រូវទេរបបនេះលក់ដាច់បានគឺដោយសារស្នាដៃធ្វើម្ហូបរបស់គ្រូខ្ញុំមិនមែនដោយសារបញ្ជីរបស់បងទេនេះក៏ជាគំនិតរបស់ឯងដែរមែនទេចាំងអានមនុស្សត្រូវមានសិលធម៌អ្នកដែលក្រោកពីម៉ោង3ភ្លឺមកធ្វើម្ហូបគឺខ្ញុំដែលរលាកពងបែកគឺខ្ញុំត្រូវកម្មករអ៊ូតមរឿងសាប់ប្រៃហើយត្រូវគេជៀរក៏ជាខ្ញុំដែរចុះយ៉ាងម៉េចទៀតដូច្នេះរបបនេះគួរតែខ្ញុំជាអ្នកសម្រេចមិនអីទេអីចឹងនិយាយគ្នាឲ្យច្បាស់នៅទីនេះតែម្ដងទៅយកសៀវភៅបញ្ជីមកគម្រាមទៀតហើយកម្មករញ៉ាំបាយមិនមែនញ៉ាំសៀវភៅបញ្ជីទេថ្ងៃដំបូងនៅការដ្ឋានលេខ2តើអ្នកណាជាអ្នកទៅរងចាំនៅការិយាល័យគម្រោងអស់រយៈពេល3ថ្ងៃសម្បត្តិបាយរបស់ក្រុមកម្មករដែកនិងកម្មករឈើតើអ្នកណាជាអ្នកដែលចរចាសុំម្ដងមួយសន្លឹកគ្រាន់តែនិយាយពី3ម៉ាត់គិតថាហត់ជាងការចាំហូប8ផ្ទះមែនទេព្រឹកនេះបាយ320ប្រអប់តើអ្នកណាជាអ្នកចេញលុយថ្លៃទិញបន្លែមុនសាច់ជ្រូកស៊ុបនិងបន្លែដែលជំពាក់បងស្រីចៅតើអ្នកណាជាអ្នកចុះហត្ថលេខាធានាបាយវេនយប់ម៉ោង11តើត្រូវចូលតាមច្រកណាត្រូវជិះវៀងរណ្ដៅណាហើយផ្លូវណាដែលលោកខ្វក់ត្រូវវៀងតើអ្នកណាជាអ្នកដើរស្ទង់មើលម្ដងមួយជើងឯងនិយាយទាំងអស់នេះមិនមែនដើម្បីចង់សង្កត់ក្បាលខ្ញុំទេអីតើខ្ញុំធ្លាប់សង្កត់ក្បាលឯងពីពេលណាបងជីប្រញាប់ឡើងយកលុយហើយទុកកន្លែងលក់នេះឲ្យពួកខ្ញុំទៅថ្ងៃមុខបងដើរផ្លូវបងពួកខ្ញុំលក់បាយរបស់ពួកខ្ញុំលុយនេះខ្ញុំទទួលយកប៉ុន្តែផ្លូវទៅថ្ងៃមុខពួកឯងដើរដោយខ្លួនឯងទៅកុំភ័យអីទាំងអស់គ្នាទៅថ្ងៃមុខបាយប្រអប់នៅតែមានរសជាតិដដែលសម្បត្តិបាយនៅតែទទួលយកធម្មតាអ្នកណាថាទទួលយកធម្មតាមេជាងលូបាយគឺខ្ញុំនៅតែជាអ្នកធ្វើដូរក៏មិនតិចដែរក្រុមរបស់បងនៅតែអាចញ៉ាំបានធម្មតាពួកយើងចង់បានបាយក្តៅទាន់ពេលវេលាមិនមែនចង់បានទឹកមុខរបស់ហានធីសឹងឯងទេខែមុនពេលភ្លៀងធំច្រកចូលការដ្ឋានត្រូវបាក់ស្រុតតើអ្នកណាខំវៀងទៅច្រកខាងលិចដើម្បីដឹកបាយមកឲ្យពួកយើងពេលក្រុមកម្មករដែកត្រូវការបន្ថែម40ប្រអប់បន្ទាន់តើអ្នកណាជាអ្នកចេញលុយមុនតើមិនមែនជារឿងរបស់ហាងលក់បាយទេអីបើជារឿងរបស់ហាងអីចឹងយប់នេះឯងដឹកបាយ160ប្រអប់ទៅឲ្យកម្មករវេនយប់នៅក្រោមប៉មស្ទូចអាគារលេខ3ឲ្យទាន់ពេលទៅខ្ញុំនឹងចុះហត្ថលេខាទទួលមេជាងលូនេះជារឿងផ្ទៃក្នុងរបស់ពួកយើងទេមិនឲ្យប៉ះពាល់ដល់ការហូបចុករបស់បងឡើយប៉ះពាល់ឬអត់មិនមែនឯងជាអ្នកសម្រេចទេសម្បត្តិបាយដែលនៅសល់ក្នុងខែនេះរបស់ក្រុមយើងខ្ញុំសុំដកវិញក្រុមប៉មស្ទូចមិនញ៉ាំទៀតទេឯងបើអីចឹងក្រុមកម្មករដែករបស់ពួកយើងក៏សុំចាំមើលសិនដែរខ្លាចតែដល់ពេលដឹកបាយមកមិនទាន់នាំឲ្យខូចការងារអស់មេជាងលូធ្វើបែបនេះមិនមែនជាការបំផ្លាញពួកយើងទេអីខ្ញុំបំផ្លាញស្អីកម្មករពួកយើងយកជីវិតមកដូរយកលុយរឿងហូបចុកមិនអាចយកមកលេងសាច់បានទេមេជាងលូដកសម្បត្តិបាយហើយអីចឹងក្រុមកម្មករដែកនិងកម្មករឈើរបស់ពួកយើងក៏សុំដកសម្បត្តិបាយពីថ្ងៃនេះវិញដែរបាយល្ងាចនេះមិនបាច់ធ្វើទេតើអ្នកទាំងអស់គ្នាមានន័យថាម៉េចបាយធ្វើរួចរាល់អស់ហើយចង់ដកគឺដកភ្លាមតែម្ដងឯងកាលពីអំបញ្ញមិញពេលពួកឯងដេញគេចេញតើមិនមែនចង់ដេញក៏ដេញភ្លាមដែរទេអីអ្នកទាំងអស់គ្នាកុំបារម្ភអីថ្លៃបាយថ្ងៃត្រង់នេះអ្វីដែលត្រូវសងខ្ញុំនឹងសងវិញទាំងអស់ចំណែកបាយល្ងាចគឺនៅតែដែលមិនឲ្យយឺតយ៉ាវឡើយឯងថាមិនយឺតយ៉ាវគឺមិនយឺតយ៉ាវមែនអត់គ្រូសងលុយគេមែនតែនអបចាំងអានឯងឈប់សិនរឿងខាងមេជាងលូឯងជួយនិយាយសម្របសម្រួលឲ្យខ្ញុំបន្តិចទៅកុំឲ្យកម្មករមានការយល់ច្រឡំកាលពីអំបញ្ញមិញពេលឯងដេញខ្ញុំចេញឯងមិនឃើញខ្លាចពួកគេយល់ច្រឡំផងហានធីសឹងខ្ញុំបង្រៀនឯងពីវិធីគ្រប់គ្រងភ្លើងពេលឆាបាយ300ប្រអប់ហើយក៏ធ្លាប់ប្រាប់ឯងដែរថារឿងសំខាន់បំផុតសម្រាប់បាយការដ្ឋានមិនមែនជារសជាតិទេចុះជាអ្វីទៅវិញគឺពេលវេលាអនាម័យនិងទំនុកចិត្តចាប់តាំងពីពេលដែលឯងដេញខ្ញុំចេញមករឿងទាំង3នេះឯងមិនអាចរក្សាបានសំបីតែមួយបងស្រីចៅយប់នេះនៅតែដែលសាច់ជ្រូក20គីឡូស៊ុត6ប្រអប់និងបន្លែ3កន្ត្រកចុះចាំងអានណែណាទៅថ្ងៃមុខរបរនេះខ្ញុំធ្វើម្នាក់ឯងគាត់មិនពាក់ព័ន្ធទៀតទេបើអញ្ចឹងត្រូវទូទាត់លុយភ្លាមពេលយកទំនិញពីមុនមកមិនមែនយកទំនិញមុនហើយទូទាត់លុយនៅចុងខែទេអីកាលពីមុនអ្នកដែលចុះហត្ថលេខាធានាគឺចាំងអានប៉ុន្តែហាងលក់បាយនៅតែនៅទីនេះបាយក៏នៅតែលក់ដែរតើហាងនៅមិនពាក់ព័ន្ធនឹងខ្ញុំទេអ្វីដែលខ្ញុំទុកចិត្តគឺមនុស្សមិនមែនផ្ទះឆារបស់ឯងឡើយគ្រូមិនបាច់អង្វរគាត់ទេផ្សារមិនមែនមានតែតូបគាត់មួយណាល្អណាស់ដើរទៅមុខទៀតទៅមើលថាតើមានអ្នកណាហ៊ានឲ្យពួកឯងជំពាក់ថ្លៃបន្លែជាង100ប្រអប់ទៀតអត់តើដំឡូងបារាំងនេះលក់យ៉ាងម៉េចដែរធូរថ្លៃទេ8កាក់ក្នុង1គីឡូគ្រាន់តែសម្បកវាមានស្នាមបន្តិចបន្តួចចិត្តចេញគឺអាចញ៉ាំបានហើយបាយវេនយប់មិនអាចមានតែដំឡូងបារាំងទាំងអស់នោះទេថែមសាច់ចិញ្ច្រាំបន្តិចទៅគឺបានហើយកម្មករធ្វើការហត់ពេញមួយថ្ងៃគ្មានអ្នកណាមកអង្គុយរើសចាននោះទេចាំងអានធ្លាប់និយាយថាបាយវេនយប់មិនអាចធ្វើឲ្យហូរហែពេកនោះទេគ្រូចាំងអានទៅបាត់ហើយហេតុអ្វីគ្រូនៅតែស្ដាប់តាមសម្ដីគាត់គ្រប់ម៉ាត់អីចឹងយកមិនយកបើមិនយកទេខ្ញុំរៀបចំទុកហើយយកពងយកទៅ
160ប្រអប់ដុសតិចជាងមុនបន្តិចទៅគឺល្មមហើយក្រុមរបស់មេជាងលូបានដកសម្បត្តិបាយវិញហើយតើគាត់ថាដកគឺដកមែនណាហប់ដល់ពេលឃ្លានខ្លាំងគាត់មិនជឿថាគាត់មិនញ៉ាំនោះទេហាន់ធីសឹងបាយវេនយប់របស់អាគារលេខ2យប់នេះត្រូវដឹកមកឲ្យដល់ក្រោមប៉ុមស្ទូចមុនម៉ោង 5:50 បើហួសពេលតែ1នាទីខ្ញុំមិនចុះហត្ថលេខាទទួលឡើយមេជាងលូម៉ោងនឹងប្រញាប់ពេកហើយកាលពីមុនចាងអានដឹកមកដល់ម៉ោង 5:30 តើចាងអានអាចមកដល់មុនម៉ោង 5:30 ជានិច្ចគ្រូខ្លាចអីផ្លូវមានតែប៉ុន្មានច្រកនឹងពួកយើងក៏អាចដឹកទៅទាន់ពេលដូចគ្នាបិទគម្របប្រអប់បាយឲ្យជិតកុំឲ្យហៀទឹកស៊ុបឲ្យសោះប្រញាប់រៀបចំ3កង់ដឹកចេញទៅមកដឹកបាយមែនទេរាល់ថ្ងៃតែងតែដឹកមកតើត្រូវការលិខិតអនុញ្ញាតអ្វីទៀតឈ្មោះនៅលើលិខិតដឹកជញ្ជូនគឺចាងអានតើក្នុងចំណោមពួកឯងទាំងពីរនាក់មានអ្នកណាឈ្មោះចាងអានទេមនុស្សមិនត្រូវឡានក៏មិនត្រូវមិនអាចឲ្យចូលបានទេប៉ុន្តែកម្មករវេនយប់នៅអគារលេខ3កំពុងរងចាំញ៉ាំបាយណាអីចឹងទៅរកការិយាល័យគម្រោងឲ្យគេចេញលិខិតថ្មីមកគ្រាន់តែជាសន្តិសុខច្រកទ្វារសោះបើធ្វើឲ្យកម្មករអត់បាយតើឯងទទួលខុសត្រូវរួចអត់ឯងសាកស្រែកម្ដងទៀតមើលយប់នេះច្រកណាក៏ពួកឯងកុំសង្ឃឹមថាបានចូលដែរតើអាចចូលតាមច្រកខាងលិចបានទេច្រកខាងលិចមិនទាន់បិទចិត្តទេចង់វៀងទៅក៏វៀងទៅខ្លួនឯងទៅយ៉ាប់ហើយជ្រុះបាយអស់ហើយអញបើកឡានលឿនម្លេះធ្វើអីបើមិនបើកលឿនតើទៅទាន់ពេលអត់មិនមែនគ្រូថាប្រញាប់ដឹកទៅទេអីឬមួយក៏ពួកយើងទេលេហ្វូនទៅចាំងអានសួរគាត់ថាតើផ្លូវទៅអគារលេខ3ត្រូវទៅតាមណាទើបស្រួលមិនបាច់ទេប៉ុន្តែបាយចិត្តត្រជាក់អស់ហើយណាគ្រូទោះជាត្រជាក់អស់ក៏មិនបាច់ទេទៅសួរដែរម៉ោង 7:22 នាទីហើយផ្លូវស្ទះបន្តិចប៉ុន្តែបាយនៅតែក្តៅល្អទេហេតុអ្វីបានជាមានដីភក់ប្រឡាក់ពេញហ្នឹងខ្ញុំមិនចង់ហត្ថលេខាទទួលទេមេជាងលូកម្មករទាំងអស់គ្នាកំពុងរងចាំញ៉ាំបាយណាអ្វីដែលពួកគេរងចាំគឺបាយដ៏ស្អាតនិងមានអនាម័យមិនមែនបាយប្រឡាក់ដីភក់បែបនេះទេអ្នកណាអនុញ្ញាតឲ្យពួកឯងចូលតាមច្រកខាងលិចតើលិខិតបញ្ជាក់ផ្លូវដឹកជញ្ជូននៅណាព្រឹកស្អែកទៅជួបការិយាល័យគម្រោងដើម្បីធ្វើការបញ្ជាក់ឡើងវិញបើមិនច្បាស់លាស់ទេថ្ងៃក្រោយមិនបាច់ដឹកបាយចូលការដ្ឋានទៀតឡើយសាច់ជ្រូកនេះធូរថ្លៃណាស់យកទៅឆាថែមម្ទេសបន្តិចទៅគឺឆ្ងាញ់បាត់ទៅហើយសាច់ជ្រូកនេះមិនស្រស់ទាល់តែសោះគ្រូកាលពីម្សិលមិញគេដកសម្បត្តិបាយអស់ច្រើនណាស់ផ្សារក៏មិនឲ្យជំពាក់ទៀតតើគ្រូចង់ទិញសាច់ល្អជាងនេះដោយរបៀបណាបាយការដ្ឋានមិនអាចធ្វើឡើងបែបកុហកបោកប្រាស់កម្មករអីចឹងទេដល់ពេលនេះហើយគ្រូនៅតែចង់ប្រណិតទៀតមែនទេបើមិនប្រាសាច់នេះតើយើងយកអ្វីទៅធ្វើម្ហូបឲ្យពួកគេថ្ងៃត្រង់នេះទៅថែមគ្រឿងទេសបន្តិចទៅគឺរួចរាល់ហើយឆ្អិនហើយគ្មានអ្នកណាដឹងនោះទេដំឡូងបារាំងឆាសាច់ជ្រូកក្តៅមកហើយឆាប់មកទិញទៅញ៉ាំទៅទាំងអស់គ្នាហើយអ្វីបានជាសាច់នេះមានក្លិនប្លែកអីចឹងបាយឆាក្រៅការដ្ឋានតែងតែមានរសជាតិបែបហ្នឹងហើយព្រោះថែមគ្រឿងទេសច្រើនបន្តិចនេះជូរណាស់របស់ខ្ញុំក៏អីចឹងដែរម្ហូបក៏តិចទៀតម្សិលមិញ2វេកថ្ងៃនេះតែ1វេកកន្លះទេកុំលោឡាអីអាកាសធាតុក្តៅម្ហូបរសជាតិដិតបន្តិចមិនខូចទេឯងញ៉ាំខ្លួនឯងទៅបើឯងហ៊ានញ៉ាំខ្ញុំនឹងចុះហត្ថលេខាលើបាយថ្ងៃនេះតើអ្នកណាជាអ្នកទិញសាច់នេះគឺខ្ញុំអ្នកទិញចុះវិក័យប័ត្រទិញទំនិញនៃណាទិញពីតូបតូចគ្មានវិក័យប័ត្រទេចុះប្រអប់រក្សាទុកគំរូម្ហូបនៃណាកាលពីលោកយេឆេងហ្គិននៅទីនេះរាល់ពេលញ៉ាំបាយគឺត្រូវតែរក្សាទុកគំរូហើយវិក័យប័ត្រត្រូវគៀបនៅពីក្រោយសន្លឹកបាយថ្ងៃដំបូងដែលពួកឯងមកទទួលការងារគឺបាត់អស់រលីងតែម្ដងបាយថ្ងៃនេះផ្អាកចុះហត្ថលេខាសិនរសៀលនេះទៅការិយាល័យគម្រោងដើម្បីបំភ្លឺគូអែនខ្វាន់ឯងចង់បំផ្លាញអាជីវកម្មពួកយើងមែនទេប្រសិនបើពួកឯងធ្វើឲ្យកម្មករញ៉ាំទៅមានបញ្ហានោះទើបហៅថាបំផ្លាញពិតប្រាកដ
លុយបន្លែមួយកញ្ចប់កាលពីព្រឹកមិញខ្ញុំដឹងថាប្អូនមិនបោកប្រាស់ទេលុយដែលខ្ញុំជំពាក់ខ្ញុំនឹងសងទាំងអស់ចេងយ៉ាងអញដឹងរឿងនៅហានធីជាងថ្ងៃនេះប្រាសាច់ថោកធ្វើឲ្យការដ្ឋានសំណងមានរឿងរ៉ាវផ្អើលអស់ហើយបាយរបស់គេត្រូវទទួលខុសត្រូវដោយខ្លួនឯងប្អូនពិតជាមិនខ្វល់មែនទេពេលខ្ញុំចាក់ចេញខ្ញុំបាននិយាយច្បាស់លាស់អស់ហើយការដ្ឋានលេខ2មានមនុស្សញ៉ាំបាយឈឺពោះខាងការិយាល័យគម្រោងកំពុងស្វែងរកប្រភពអ្នកផ្គត់ផ្គង់យ៉ាងម៉េចហើយធ្ងន់ធ្ងរទេឯងសាកញ៉ាំខ្លួនឯងមួយប្រអប់មើលមិនប្រកាសថាជាបញ្ហាបាយនោះទេនៅការដ្ឋានផឹកទឹកត្រជាក់ក៏ឈឺពោះដែរឯងនិយាយម្ដងទៀតមើលក្រុមស្ទូចក្រុមដែកក្រុមឈើចាប់ពីថ្ងៃនេះទៅផ្អាកកំងបាយទាំងអស់បងហ្គោជួយទុកពេលឲ្យខ្ញុំមួយថ្ងៃចុះខ្ញុំនឹងដូរម្ហូបធ្វើឡើងវិញប្រពៃរបស់កម្មករមិនអាចឲ្យឯងយកមកសាកល្បងខុសត្រូវឡើយសងលុយវិញសិនមកពេលសងលុយសន្លឹកបាយទាំង3ក្រុមនេះរួចថ្ងៃស្អែកសំបីតែលុយទិញបន្លែក៏មិនគ្រប់ដែរមកពីយាយឆេងយ៉ាងទាំងអស់ឲ្យតែគេចេញទៅភ្លាមគ្រប់គ្នាដណ្ដើមគ្នាបង្កការលំបាកឲ្យយើងតែម្ដងតើសាច់នឹងអ្នកណាជាអ្នកទិញហើយដំឡូងបារាំងនឹងអ្នកណាថាគ្រាន់តែចិត្តសម្បកចេញគឺអាចប្រើបានមិនមែនមកពីគ្មានលុយទេអីលុយទាំងអស់មិនមែនបងយកទៅឲ្យយាយឆេងយ៉ាងអស់ហើយទេអីលោកគ្រូពេលនេះមិនមែនជាពេលត្រូវមកឆ្លោះគ្នាពីរឿងនេះទេលោកគ្រូទៅរកយាយឆេងយ៉ាងទៅឲ្យគេជួយនិយាយជាមួយលោកដាឆេងមួយម៉ាត់ទៅគេមិនមែនកំពុងរងចាំលោកគ្រូអនក្បាលដាក់ទេអីលោកគ្រូអនបន្តិចទៅដើម្បីរក្សាតូបបាយនេះសិនឆេងយ៉ាងថ្ងៃនេះនៅការដ្ឋានមានការយល់ច្រឡំបន្តិចបន្តួចតើវាជាការយល់ច្រឡំឬក៏ពួកឯងប្រើប្រាស់សាច់ដែលគ្មានវិកេបទៅត្រឹមត្រូវឯងដឹងអស់ហើយតាផ្សារលក់បន្លែគ្មានជញ្ជាំងបាំងចិត្តឡើយខាងលើដែរជាងឯងជួយនិយាយជំនួសខ្ញុំមួយម៉ាត់ផងតែមួយម៉ាត់គត់សុំឲ្យពួកគេកុំទាន់អាល់ដប់សន្លឹកបាយវិញឯងចង់ឲ្យខ្លួនខ្ញុំចាក់ចេញតែទុកគេឈ្មោះនៅទីនេះមែនទេហាន់ធីសេងទុកបាយឯងដណ្ដើមយកទៅហើយពេលមានរឿងកាត់ឡើងបែរជាចង់ឲ្យខ្ញុំទទួលខុសត្រូវជំនួសឯងទៀតខ្ញុំក៏គ្មានជំរឿដែរឯងមានផ្លូវជ្រើសរើសតែក៏ត្រូវទទួលខុសត្រូវរាល់ការសម្រេចចិត្តរបស់ខ្លួនឯងដែរលិខិតជូនដំណឹងកែមកហេមុនថ្ងៃត្រង់ស្អែកត្រូវបំពេញបន្ថែមនៅផ្លូវដឹកជញ្ជូនវិកេប័ត្រទិញទំនិញកំណត់ត្រាគម្រោងហូបនិងហត្ថលេខារបស់អ្នកធានាបើខ្វះតែមួយមុខត្រូវរៀបចំអីវ៉ាន់ចេញជាបន្ទាន់ហត្ថលេខារបស់អ្នកធានាហេកាលពីមុនអ្នកធានាគឺលោកជេឆេងហ្គានពេលនេះគេបានដកខ្លួនចេញហើយពួកឯងត្រូវរកអ្នកថ្មីហើយមួយទៀតលុយបាយថ្ងៃនេះខាងការិយាល័យគម្រោងមិនចុះហត្ថលេខាទេពួកឯងទៅទូទាត់ជាមួយកម្មករដោយផ្ទាល់ខ្លួនឯងចុះតារាងបង្ហាញផ្លូវនិងវិកេប័ត្រទិញទំនិញខ្ញុំបានបំពេញបន្ថែមរួចរាល់អស់ហើយវិកេប័ត្រទិញទំនិញគ្មានត្រារបស់តូបលក់តារាងបង្ហាញផ្លូវមិនបានសរសេរពីការវៀងពេលយប់ហើយកំណត់ត្រាគម្រោងហូបទើបតែចាប់ផ្ដើមនៅព្រឹកនេះសោះពួកយើងទើបតែទទួលការងារតើឲ្យបំពេញបន្ថែមគ្រប់គ្រាន់ភ្លាមយ៉ាងម៉េចទៅការហូបចុករបស់កម្មករក៏មិនអាចរងចាំឲ្យពួកឯងរៀនសូត្របណ្ដើរបានដែរចំពោះអ្នកធានាខ្ញុំនឹងរកបន្ថែមទៀតមុនម៉ោង12ថ្ងៃត្រង់បារកោបមិនបានទេត្រូវរុះរើតូបបាយចេញជាបន្ទាន់មេជាងលើបងជានិយាយមានទម្ងន់នៅក្នុងការដ្ឋានសំណង់នេះជួយចុះហត្ថលេខាធានាឲ្យខ្ញុំផងធានារឿងអីធានាថាអាហាររបស់ពួកយើងនៅពេលក្រោយនឹងគ្មានបញ្ហាទៀតឡើយសូម្បីតែខ្លួនឯងក៏ធានាមិនបានផងបែរជាចង់ឲ្យខ្ញុំមកធានាឲ្យទៅវិញមេជាងលោកពួកយើងមករកលុយដូចគ្នាទេមិនបាច់ចាំបាច់ត្រូវដេញដោលគ្នាដល់ថ្នាក់នេះឡើយកម្មករដែលញ៉ាំបាយឈឺពោះកាលពីម្សិលមិញឥឡូវកំពុងសម្រាកនៅឡើយទេតែអ្នកណាបង្ខំអ្នកណាទៅពិតប្រាកដទៅសងលុយសន្លឹកបាយវិញឲ្យអស់សិនទៅសឹមមកនិយាយពីរឿងទំនុកចិត្តលុយម្សិលមិញមិនទាន់ទូទាត់ផងថ្ងៃនេះនៅចង់មកយកបន្លែទៀតមែនទេរសៀលនេះបានលុយសន្លឹកបាយមកវិញខ្ញុំនឹងប្រគល់ឲ្យទាំងអស់គ្នាតែម្ដងតើមានអ្វីមកធានាឥឡូវសំបីតែការដ្ឋានក៏ឯងចូលមិនចង់ចុះផងឲ្យខ្ញុំជឿឯងយ៉ាងមិនកើតគ្រាន់តែបន្លែប៉ុន្មានកន្ត្រកសោះស្រែកលោឡាធ្វើអីហ្នឹងបើថាបន្លែមិនល្អកុំយកទៅបន្លែអន់ថយចេញទៅលោកគ្រូគុំនៅចាំការដ្ឋានលេខ2ទៀតអីពួកយើងបញ្ចុះតម្លៃទៅលក់ឲ្យកម្មករម៉ៅការនៅច្រកទ្វារលេខ1ទៅមួយប្រអប់ថោកជាង2យ៉ន់គង់តែមានអ្នកទិញញ៉ាំមិនខានរៀបចំអីវ៉ាន់ឡើងឡាន
ទោបលោកបណ្ដោះអាសន្នមិនអាចដាក់រងផ្លូវច្រកទ្វារបានទេពួកយើងគ្រាន់តែលក់បាយ2 3ប្រអប់ប៉ុណ្ណោះបើគ្មានការចុះបញ្ជីទេគឺមិនអាចលក់បានឡើយលោកគ្រូយេមេជាងលោកកំពុងរងចាំលោកនៅខាងក្នុងហេតុអីបានជាគេអាចចូលបានព្រោះគេមានការចុះបញ្ជីត្រឹមត្រូវមានខ្សែផ្លូវដឹកជញ្ជូននិងមានអ្នកទទួលច្បាស់លាស់ច្រកទ្វារលេខ1ត្រូវការបន្ថែម80ប្រអប់ទៀតជាបណ្ដោះអាសន្នហត់បន្តិចហើយធ្វើទៅតាមសញ្ញាកុំម៉ងចុះបើខ្វះ1ប្រអប់បងអាចដកលុយខ្ញុំបានខ្ញុំជឿជាក់លើពាក្យសម្ដីរបស់ឯង1ប្រអប់5យន់ថោកជាងខាងក្នុង2យន់តើបងញ៉ាំទេមិនអនុញ្ញាតឲ្យលក់បាយនៅមាត់ទ្វារទេបារាំងស្ទះផ្លូវកើតមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវពួកយើងមិនចូលទៅខាងក្នុងទេគឺលក់តែនៅខាងក្រៅនេះប៉ុណ្ណោះនៅខាងក្រៅក៏មិនបានដែរការិយាល័យគម្រោងទើបតែចេញសេចក្តីជូនដំណឹងតូបលក់អាហារដែលគ្មានការចុះបញ្ជីទាំងអស់ត្រូវតែនៅឆ្ងាយពីមាត់ទ្វារចម្ងាយ50ម៉ែត្រពួកយើងទៅសិនទៅតើឲ្យទៅណាទៀតបាយធ្វើរួចរាល់អស់ហើយតើរុះរើតូបចេញមែនទេតូបបាយនៅការដ្ឋានលេខ2ត្រូវតែរុះរើចេញឲ្យស្អាតមុនម៉ោង5:00ល្ងាចនេះផ្អែកលើអីទៅតូបបាយនឹងគឺពួកយើងជាអ្នកសង់តើតូបបាយនេះស្ថិតនៅលើដីរបស់ការិយាល័យគម្រោងកាលពីមុនគឺអនុញ្ញាតឲ្យខ្សែស្រឡាយដឹកជញ្ជូនរបស់លោកជាឆេងយ៉ាងតែប៉ុណ្ណោះឥឡូវនេះគេបានដកខ្លួនចេញហើយរីឯកសាររបស់ពួកឯងក៏មិនទាន់គ្រប់គ្រាន់ការដោះស្រាយបណ្ដឹងក៏មិនទាន់រួចរាល់ដូច្នេះមិនអាចបន្តប្រើប្រាស់ទៀតឡើយកាលពីម្សិលមិញខ្ញុំបានបំពេញបន្ថែមរួចរាល់ហើយតើការបំពេញបន្ថែមឯកសារមិនមែនមានន័យថាបានអនុម័តនោះទេទិញទំនិញគ្មានវិក្កប័ត្រគំរុំហូបក៏ខ្វះខាតលុយសងសន្លឹកបាយក៏នៅជំពាក់តើចង់ឲ្យខ្ញុំទៅពន្យល់ប្រាប់អ្នកណាទៅហើយមួយទៀតប្រអប់រក្សាកម្ដៅនិងតូកៅអីមានប៉ុន្មានមុខជាបោះជីឆាងអានចុះបញ្ជីមិនមែនជារបស់អ្នកកុំលើកលើប្រអប់នេះមានសរសេរឈ្មោះជីឆាងអានប្រអប់នេះប្រើនៅទីនេះរហូតគឺជារបស់ពួកយើងដាក់ចុះជាងហានលុយថ្លៃបន្លែម្សិលមិញឲ្យខ្ញុំស្អែកឲ្យរោងបាយរបស់អ្នកគេឲ្យរុះរើអស់ហើយស្អែកឲ្យខ្ញុំទៅរកអ្នកឯណាយកប៉ុណ្ណេះសិនទៅតែប៉ុណ្ណឹងប៉ុណ្ណេះសំបីតែថ្លៃបន្លែមួយកន្ត្រកក៏មិនគ្រាន់ផងស្អែកបន្លែ1 គីឡូនេះខ្ញុំនឹងទុករបស់ស្រស់ឲ្យអ្នកលុយទូទាត់រាល់ថ្ងៃតាមដែលអ្នកនិយាយចុះបញ្ជីរបស់ខ្ញុំទូទាត់រាល់ថ្ងៃលោកគ្រូអ្នកឃើញទេវេនយប់អគារលេខ3គឺ220ប្រអប់មួយនោះដាំឡើយគួរតែជារបស់ពួកយើងលុយអង្គរលុយហ្គាសលុយបន្លែ5 រៀលសំបីតែថ្លៃដើមក៏ទប់មិនចុះផងដណ្ដើមមនុស្សមកវិញសិនជីឆាងអានលក់7 រៀលពួកយើងលក់5 រៀលកម្មករក៏មិនតិចដែរអ្នកនៅតែចង់ធ្វើតាមរបៀបមុនទៀតមែនទេពីមុនមានបានបាយមានការជំពាក់ចុះឥឡូវមានអីដាំបាយឲ្យច្រើនបន្តិចឆាបន្លែដាក់ប្រេងតិចបន្តិចទៅបែបនឹងទើបត្រូវ5 រៀលមែនណាហែ5 រៀលពិតមែនបាយចង់ដួសប៉ុន្មានក៏បានម្ហូបក៏មានជាតិសាច់ដែរចុះសាច់នៅណាជាតិសាច់នៅក្នុងទឹកស៊ុបអស់ហើយស្រូបជាមួយបាយគឺឈ្ងុយណាស់លោកគ្រូមើលចុះឲ្យតែថោកគឺដឹងតែដើរហើយបាយនេះឆៅតើប្រអប់នេះខ្ញុំដូរឲ្យដូរអីទៀតគាត់ចាប់ដើមញ៉ាំទៅហើយនឹងបាយឆៅមិនឲ្យដូរមែនទេអ្នកណាអនុញ្ញាតឲ្យពួកអ្នកមកលក់ដូរនៅទីនេះពួកយើងនៅឆ្ងាយពីមាត់ទ្វារ50ម៉ែត្រហើយតើនេះជាផ្លូវសម្រាប់ឡានដឹកសម្ភារៈពួកអ្នកមកចំរោមគ្នាបែបនេះតើឡានឆ្លងកាត់របៀបម៉េចម្សិលមិញទើបតែដេញចេញថ្ងៃនេះមកបិទផ្លូវឡានដឹកសម្ភារៈទៀតពួកយើងមិនបានចូលក្នុងការដ្ឋានទេគ្រាន់តែលក់បាយប្រអប់នៅខាងក្រៅតើ
ลูกขังกล้าวก็มันไอ้เบิดเพลดได้ให้รถแต่มันไอ้เอากำกองมุกโชยำเป็นเพลลานแบบนี้ได้เจ้าให้ไอ้จีช่างอันไอ้โจ้แต่ลูกขังขนมบ้านปูยังลูกขังกล้าวใบจีมันบ้านเกมีนตีตังฉบับล้อแต่ปูเนี่ยมันมีนเตថ្ងៃនេះសូមប្រមានដោយសម្ដីសិនបើមានលើកក្រោយទៀតសូម្បីតែការចុះឈ្មោះដឹកជញ្ជូនក៏គុំសង្ឃឹមថាបានធ្វើឲ្យសោះអ្នកសរសេរអីហ្នឹងលោកចេញទៅលោកធ្វើអីកម្មករស្គាល់តែឈ្មោះជីឆាងអានទេពួកយើងគ្រាន់តែខ្ចីឈ្មោះលោកពីថ្ងៃសិនទៅចាំបានលុយមកវិញចាំដូរធ្វើបែបនេះគឺខូចកេរ្តិ៍ឈ្មោះអស់ហើយពេលនេះតែកេរ្តិ៍ឈ្មោះមានតម្លៃឬក៏លុយថ្លៃបាយមានតម្លៃជាងជាងជីបាតូបទី2ទៀតហើយមែនទេបាទមនុស្សច្រើនពេកធ្វើមិនទាន់ទើបឲ្យពួកយើងជួយលក់មួយតូបនៅខាងក្រៅនេះរសជាតិដូចជាមិនសូវដូចសោះឆ្នាំងធំនិងឆ្នាំងតូចវាមានខុសគ្នាបន្តិចបន្តួចហើយតែមកពីកន្លែងតែមួយដែរហ្នឹងបាយប្រអប់របស់ជាងជីតែងតែមានបិទស្លាកសញ្ញាចុះហេតុអីរបស់ពួកអ្នកមិនឃើញមានលក់បាយប្រអប់ធម្មតាសោះចាំបាច់បិទស្លាកធ្វើអីអ្នកណាអនុញ្ញាតឲ្យអ្នកយកឈ្មោះនេះមកប្រើឈ្មោះនឹងក៏មិនបានសរសេរលើអត្តសញ្ញាណប័ណ្ណរបស់អ្នកឯណាអ្នកក៏គិតបែបនេះដែរមែនទេមានមនុស្សញ៉ាំបាយនេះហើយមកសួរថាតើវាជាស្នាដៃរបស់ជីឆាងអានមែនទេមិនមែនទេអញ្ចឹងគុំយកឈ្មោះរបស់គាត់មកប្រើទៀតខ្ចីឈ្មោះគេលក់បាយគ្រាន់តែសរសេរឲ្យស្រួលចំណាំតើគ្មានបំណងអ្វីផ្សេងទេបើកម្មក៏ញ៉ាំទៅមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវពេលចុះហត្ថលេខាទទួលជាឈ្មោះអ្នកណាហើយបើមានគេដឹងតើជាកំហុសអ្នកណារឿងនេះបើអ្នកចង់ដោះស្រាយខ្ញុំនឹងជួយកត់ត្រាទុកឲ្យគ្រាន់តែសរសេរឲ្យច្បាស់លាស់ទៅបានហើយអ្នកណាជាអ្នកលក់បាយអ្នកនោះជាអ្នកទទួលខុសត្រូវស្អែកព្រឹកនៅការិយាល័យហេរ៉ាន់វត្ថុនៃគម្រោងត្រូវមកទូទាត់បញ្ជីលុយកាក់មុននឹងក្រោយពេលដែលពួកអ្នកបែកគ្នាឲ្យបានច្បាស់លាស់ទៅថ្ងៃមុខបញ្ជីរបស់អ្នកណាគឺជារបស់អ្នកនោះកុំយកមកពាក់ព័ន្ធនឹងអ្នកដទៃវិកឺបាត់ទទួលមុនពេលបែកគ្នាមានហត្ថលេខារបស់ជីឆាងអានចំណែកការប្តឹងទាមទារលុយវិញនិងការលក់បាយប្រអប់ក្រោយពេលបែកគ្នាគឺជារបស់ខាងហានធាវសឹងទាំងអស់ពីមុនពួកយើងធ្វើជាមួយគ្នាតើហេតុអីបានជាពេលបែកគ្នាបែកជីមកទម្លាក់លើពួកយើងទាំងអស់ទៅវិញពេលដែលអ្នកហុចលុយឲ្យខ្ញុំអ្នកមិនបាននិយាយបែបនេះឡើយចាប់ពីសัญลักษณ์នេះទៅជីឆាងអានបានដកខ្លួនចេញហើយបាយបន្ទាប់ពីនេះអ្នកណាធ្វើអ្នកនោះត្រូវទទួលខុសត្រូវក្រុមស្ទូចបង្វិលសង់បានបាយវិញ360រៀលក្រុមដែកបេតុងផ្អាកកំងបាយបង្វិលលុយកក់វិញ800រៀលក្រុមជាងឈើប្តឹងសុំកាត់លុយ240រៀលថ្លៃថ្នាំសង្គ្រោះបឋមសម្រាប់កម្មករ2នាក់ត្រូវចេញមុន120រៀលសេចក្តីជូនដំណឹងមានសរសេរច្បាស់លាស់ហើយបើនៅតែប្រព្រឹត្តខុសទៀតនឹងត្រូវពិន័យហើយពួកអ្នកក៏បានចុះហត្ថលេខារួចហើយដែរលុយថ្លៃបន្លែដែលខ្ញុំបានចុះហត្ថលេខាម្សិលមិញបានទូទាត់រួចរាល់ហើយចំណែករបស់ដែលអ្នកបានចុះហត្ថលេខាក៏គួរតែទូទាត់ឲ្យរួចរាល់ដែរលុយថ្លៃបន្លែលុយថ្លៃប្រអប់បាយក៏ដល់ពេលត្រូវទូទាត់ដែរហើយម្សិលមិញអ្នកថានឹងឲ្យថ្ងៃនេះមិនអាចពន្យាពេលទៅស្អែកទៀតឡើយនៅមានធុងកាសពីរទៀតថ្លៃកក់សម្បកធំក៏អ្នកមិនទាន់បានឲ្យដែរលោកឡាធ្វើអីហ្នឹងជំពាក់ពួកអ្នកប៉ុន្មានទៅមិនមែនថាមិនសងឯណារោងបាយរបស់អ្នកក៏ត្រូវបានរុះរើបាត់ទៅហើយតើបានអីយកមកសងលោកគ្រូនេះគឺជើសានហៃជាអ្នករកស៊ីចង់ការប្រាក់ខ្ចី3000សិនទៅដើម្បីទប់តូបរបស់ពួកយើងសិនចុះការប្រាក់គិតយ៉ាងម៉េចព្រោះតែអ្នកស្គាល់គ្នាណែនាំមិនច្រើនទេគឺសង្វិញក្នុងរយៈពេល10ថ្ងៃដោយថែម300ខ្ពស់ម្លេះឆ្លងកាត់ដំណាក់កាលនេះសិនទៅឲ្យតែពួកយើងដណ្ដើមបានបាយមកវិញលុយនឹងចូលមកវិញភ្លាមហើយចុះហត្ថលេខាអត់បើមិនចុះទេខ្ញុំទៅវិញហើយវេនយប់អគារលេខ3គឺ220ប្រអប់បន្លែខ្ញុំបានជ្រើសរើសរបស់ខ្ចីល្អឲ្យអ្នកហើយទូទាត់រាល់ថ្ងៃបើខ្វះតែ1សេនស្អែកមិនបាច់ទុកបន្លែឲ្យខ្ញុំឡើយយប់នេះថែម30ប្រអប់ទៀតជាបណ្ដោះអាសន្នគឺមុនម៉ោង6:30ដដែលធ្វើបានចុះកិច្ចសន្យាទទួលយក250ប្រអប់លោកគ្រូ250ប្រអប់ឯណោះបើពួកយើងយកបានពួកយើងនឹងរើបខ្លួនឡើងវិញហើយ
ផ្នែកខាងក្រោមស្ទូចបង្វិលអគារលេខ3ម៉ោង5:01កន្លះកុំបិទខុសឲ្យសោះផ្កាប់ទុក10នាទីទៀតទៅគ្មានពេលទេជីឆាំងអានទៅដល់ម៉ោង5:01កន្លះពួកយើងទៅដល់ម៉ោង5:20លូដាឈឹងច្បាស់ជាយករបស់ពួកយើងហើយគាត់មិនបានកំងបាយពួកយើងទេតែកម្មករឃ្លានហើយអ្នកណាទៅដល់មុនគឺញ៉ាំរបស់ម្នាក់នោះហើយលើកដាក់ធុងទៅយឺតបន្តិចផ្លូវនេះកាលពីលើកមុនធ្លាប់ហុងឡានម្ដងហើយយឺតបន្តិចទៅបើចំណាយពេលយឺតគឺដណ្ដើមមិនបានទេតើអ្នកចង់ដាច់បាយមែនទេឈប់ឡានយ៉ាប់ណាស់យកអាប្រអប់ដែលនៅសល់ក្នុងធុងនេះទៅកំងសិនទៅបោះវាទៅយកអាប្រអប់ខាងក្រោមនេះទៅផ្ញើមុនគេបាយមកដល់ហើយ250ប្រអប់ញ៉ាំរបស់ពួកយើងមុនទៅតើនរណាជាអ្នកកំងរបស់ពួកឯងលោកជើឆានអានឲ្យពួកយើងយកមកថែម250ប្រអប់វេនយប់អគារលេខ3បើកវាខ្ញុំប្រាប់ថាឲ្យបើកហានធីសឹងឯងយកបាយមកឲ្យគេញ៉ាំឬយកគ្រោះថ្នាក់មកឲ្យគេប្រអប់មួយនេះវាធ្លាក់តាមផ្លូវទេឯប្រអប់ផ្សេងទៀតមិនអីទេបើមិនអីទេចុះឯងគេចធ្វើអីបាយមួយចំនួននេះគ្មាននរណាម្នាក់ត្រូវបានប៉ះពាល់ឡើយប្រធានលូពិតជាអាចញ៉ាំបានមែនបោះអាពី3ប្រអប់ខាងលើចោលទៅខាងក្រោមនៅតែក្តៅដដែលតើឯងហ៊ានយកវាទៅឲ្យកម្មករញ៉ាំដោយខ្លួនឯងទេគូអានឈៀនអញហាមឃាត់បាយពួកយើងបើខាត់បងនរណាជាអ្នកសងពួកឯងល្មើសច្បាប់ដណ្ដើមគ្នាដឹកជញ្ជូនយកឈ្មោះអ្នកដទៃមកប្រើហើយថែមទាំងយកបាយប្រឡាក់ដេកមកឲ្យកម្មករទៀតការខាត់បងនេះពួកឯងទទួលខុសត្រូវខ្លួនឯងទៅពួកយើងមិនបានក្លែងបន្លំឡើយសិស្សរបស់គាត់ទើបតែនិយាយផ្ទាល់មកអំបញ្ញមិញនេះគឺលោកជីឆានអានជាអ្នកពួកគេយកមកបង្ក្រប់ព្រឹកស្អែកទៅការិយាល័យគម្រោងដើម្បីបំភ្លឺរឿងនេះបាយមួយលូតយប់នេះមិនអនុញ្ញាតឲ្យលក់ឡើយហើយក៏មិនឲ្យយកទៅលក់ឡើងវិញដែរចុះបាយជាង200ប្រអប់នោះត្រូវខាត់បងទាំងអស់ក្នុងដៃពួកយើងឬខាត់បងក្នុងដៃពួកឯងប្រសើរជាងបំផ្លាញក្រពះរបស់កម្មករ250ប្រអប់មិនខ្វះមួយប្រអប់ណាឡើយធុងស៊ុបនៅខាងក្រោយដួសជូនកម្មករដែលចុះពីលើទីខ្ពស់មុនគេទៅលោកគ្រូគេចង់តែសើចចំអកពួកយើងប៉ុណ្ណោះម្យ៉ាងទៀតសម្ដីដែលថាលោកជីឆានអានឲ្យពួកយើងយកមកបង្ក្រប់តើនរណាជាអ្នកនិយាយក្នុងរយៈពេល7ថ្ងៃមិនអនុញ្ញាតឲ្យទទួលការកម្មង់អាហារពីក្រុមការងារការដ្ឋានឡើយគឺការកម្មង់របស់ក្រុមការងារនៅក្នុងការដ្ឋានចំណែកខាងក្រៅពួកឯងលក់យ៉ាងម៉េចខ្ញុំមិនគិតឡើយតែឲ្យតែចង់ចូលក្នុងគម្រោងនេះរយៈពេល7ថ្ងៃគឺមិនអនុញ្ញាត7ថ្ងៃចុះពួកយើងបានអីហូបឯងសួរខ្ញុំហើយបាយដែលត្រូវបានហាមឃាត់កាលពីយប់មិញក៏មិនអាចយកមកធ្វើជាការខាត់បងទាមទារពីគម្រោងដែរពួកឯងដោះស្រាយខ្លួនឯងទៅសូម្បីតែលុយហ្គាសក៏មិនគ្រាន់ផងលឺថាពួកឯងត្រូវបានគម្រោងផ្អាកការងាររយៈពេល7ថ្ងៃមែនទេសងលុយក្នុងរយៈពេល10ថ្ងៃមិនទាន់ដល់ថ្ងៃកំណត់ឡើយ10ថ្ងៃគឺ10ថ្ងៃប៉ុន្តែខ្ញុំត្រូវមើលសិនថាតើឯងនៅមានសមត្ថភាពសងលុយដែរឬទេឆ្នាំងនេះមិនអាក្រក់ទេមិនអាចប៉ះពាល់ឆ្នាំងឡើយបើអីចឹងយកលុយចេញមកបង្ហាយពន្យាពេល2ថ្ងៃទៀតទៅពួកយើងបានទទួលការកម្មង់ធំពីកម្មករនិងអាចទទួលបានលុយមកវិញភ្លាមហើយការកម្មង់ធំពីកម្មករពេលនេះសំបីតែច្រកទ្វារក៏ពួកឯងចូលមិនរួចផងម៉ូតូកង់3អាចយកទៅបញ្ចាំបានតែឆ្នាំងគឺមិនបានទេបើបញ្ចាំម៉ូតូកង់3ទៅតើដឹកបាយយ៉ាងម៉េចបើគ្មានឆ្នាំងទេសំបីតែបាយក៏ធ្វើមិនកើតដែរបញ្ចាំប្រអប់សិនចុះយកលុយ500មកឲ្យមុនថ្ងៃត្រង់ស្អែកបើមិនអីចឹងទេខ្ញុំនឹងមកយកឆ្នាំងម្ដងទៀតលើកទៅចុះថ្ងៃនេះបន្លែឡើងថ្លៃហើយខ្ញុំគិតតម្លៃឲ្យឯងតាមតម្លៃកាលពីព្រឹកចុះឡើងថ្លៃក៏ឡើងទៅកុំចេញលុយជំនួសខ្ញុំអីធ្វើជំនួញជាមួយឯងពិតជាស្រួលចិត្តណាស់ក្រុមជាងឈើក៏ត្រឡប់មកវិញដែរពួកគេថាឲ្យតែឯងជាអ្នកដឹកពួកគេនឹងចុះហត្ថលេខាទទួលដូចដើមស្ដារឡើងវិញពាក់កណ្ដាលសិនទៅគ្នាយើងមិនគ្រប់គ្រាន់ទេមិនអាចបង្ខំទទួលទាំងអស់បានឡើយគឺដោយសារតែសម្ដីរបស់ឯងនេះហើយទើបពួកគេហ៊ានញ៉ាំលោកគ្រូមានការងារធ្វើហើយក្រុមសម្អាតហឺតុងកំង200ប្រអប់សម្រាប់ថ្ងៃត្រង់ស្អែកលុយសុទ្ធមែនទេញ៉ាំ3ថ្ងៃសិនទៅចាំទូទាត់ចុងខែដោយសារតែពួកឯងធូរថ្លៃទើបខ្ញុំមកកំងមិនលក់ជំពាក់ឡើយលោកគ្រូធ្វើការងារនេះហើយនឹងមានលុយបង្វិលបើមិនទទួលពេលនេះទេថ្ងៃពុធស្អែកបងហើយនឹងមកយកឆ្នាំងហើយ
4 រៀលកន្លះមួយប្រអប់ត្រូវមានរសជាតិសាច់ហើយត្រូវតែឲ្យឆ្អែតធ្វើមិនធ្វើនិយាយតែមួយម៉ាត់មកធ្វើ200ប្រអប់ទូទាត់ចុងខែ4 រៀលកន្លះហើយចង់បានរសជាតិសាច់ថែមទាំងចង់ឲ្យឆ្អែតទៀតតើអញចរចាយ៉ាងម៉េចហ្នឹងអ្វីដែលគេចង់បានគឺតម្លៃថោកមានតែថោកទេទើបលក់បានច្រើនទូទាត់ចុងខែលក់បានកាន់តែច្រើនគឺជំពាក់កាន់តែច្រើនបើមិនធ្វើទេមានតែរងចាំឲ្យបង្ហាញមកយកឆ្នាំងនៅថ្ងៃពុធចុះជ្រើសរើសទៅកាលពីមុនខ្ញុំមើលងាយបាយប្រភេទនេះបំផុតកាលពីមុនអញមានលោកជីឆានអានជាអ្នកបង្គ្រប់កិច្ចឆ្អែតអត់ឆ្អែតចុះសាច់នៅណាកំតិចសាច់នៅក្នុងបន្លែច្របល់ទៅនឹងឃើញហើយសូម្បីតែរសជាតិសាច់ក៏ត្រូវរកខ្លួនឯងដែរខ្ញុំនិយាយថាមានរសជាតិសាច់មិនមែនឲ្យអញយកទឹកស្ពៃបុកមកបោកប្រាស់ពួកយើងឡើយ4 រៀលកន្លះអញចង់ញ៉ាំសាច់ការទុនមែនទេបើអីចឹងកុំនិយាយថាឲ្យឆ្អែតឲ្យសោះញ៉ាំក៏ញ៉ាំរួចហើយនៅចង់សងវិញអីទៀតបាយក៏ឆៅបន្លែក៏គ្មានប្រេងតើអញហៅថាញ៉ាំឆ្អែតឬតើអញចង់ធ្វើអីហ្នឹងបាយ1 ឡូថ្ងៃនេះគិតលុយតែពាក់កណ្ដាលប៉ុណ្ណោះចំណែកលុយដែលនៅសល់ចាំស្អែកអញធ្វើឲ្យបានសមរម្យសិនចាំនិយាយគ្នាព្រមព្រៀងគ្នាថានឹងទូទាត់នៅចុងខែតើពេលនេះខ្ញុំបដូរចិត្តហើយតើអញមិនមែនកំពុងតែលេងខូចទេសូម្បីតែបាយពួកឯងក៏ហ៊ានធ្វើបោកប្រាស់ចុះហេតុអ្វីបានជាខ្ញុំមិនអាចកែប្រែកិច្ចព្រមព្រៀងបានស្អែកនេះធ្វើឲ្យវាមានជាតិបន្តិចទៅពួកគេនឹងព្រមចុះហត្ថលេខាទទួលហើយធ្វើឲ្យមានជាតិតើលុយបានមកពីណាបន្លែបានមកពីណាសាច់បានមកពីណាចុះលុយ500នៃណាសូមពន្យាពេលមួយថ្ងៃទៀតចុះខ្ញុំបាននិយាយហើយបើថ្ងៃនេះគ្មានលុយទេស្អែកខ្ញុំនឹងមកយកឆ្នាំងលុយមានតែប៉ុណ្្នឹងឯងមិនគ្រប់គ្រាន់ឡើយបង្ហាញពួកយើងនៅមានការកំងពីក្រុមសម្អាតនៅថ្ងៃនេះទៀតកាលពីម្សិលមិញពួកអញត្រូវគេកាត់លុយអស់ពាក់កណ្ដាលហើយនៅចង់យកលុយថ្ងៃស្អែកមកបោកប្រាស់ខ្ញុំទៀតលើកទៅបើលើកឆ្នាំងនេះទៅខ្ញុំពិតជាលែងមានផ្លូវដើរហើយនៅពេលដែលអញជំពាក់លុយគេផ្លូវដើរគឺត្រូវបានសរសេរនៅលើកិច្ចសន្យាខ្ចីលុយរួចទៅហើយតើអញឈរថ្មឹងធ្វើអីជួយនិយាយមួយម៉ាត់ទៅមើលលោកគ្រូឬក៏ឲ្យពួកគេលើកទៅសិនចុះពួកយើងជួយឆ្នាំងតូចក៏អាចធ្វើបានដែរតើឯងនិយាយថាអីវាប្រសើរជាងការដែលគេមកឈរខ្ទប់មាត់ទ្វារផ្ទះយើងរាល់ថ្ងៃឆ្នាំងនេះទូទាត់បានតែពាក់កណ្ដាលប៉ុណ្ណោះឯលុយដែលនៅសល់ត្រូវសងក្នុងរយៈពេល3ថ្ងៃបងស្រីស៊ូខ្ញុំសុំយកស្បៃបុកបន្តិចទៅសិនចាំល្ងាចទូទាត់លុយមិនមែនមកពីឯងគ្មានស្នាដៃធ្វើម្ហូបទេគឺមកពីឯងគ្មានសណ្ដាប់ធ្នាប់បើលក់ជំពាក់ឲ្យឯងស្មើនឹងធ្វើបាបខ្លួនឯងអញ្ចឹងកាលពីមុនលោកជីឆានអានអាចជំពាក់បានតើដែលគាត់អាចជំពាក់បានពីព្រោះគាត់មានសម្បត្តិអាហារច្បាស់លាស់ដឹកម៉ោងណាទូទាត់ម៉ោងណាគឺខ្ញុំដឹងទាំងអស់មួយថងនេះមិនគិតលុយទេយកទៅសម្រាលស្ថានភាពសិនចុះហើយកុំទទួលការកំងផ្ដេសផ្ដាស់ទៀតអីតើអញទៅណាទៅរកការងារធ្វើតើមានអ្វីនៅក្នុងកាបូបអញថែមទាំងធ្វើឲ្យបាត់បង់ការកំងពីក្រុមសម្អាតទៀតឬការងារមិនល្អបែបនោះមិនធ្វើក៏ល្អដែរខ្ញុំរកបានការងារផ្សេងហើយស្អែកនេះនឹងទៅជួយធ្វើម្ហូបនៅតូបលក់ដូរភាគខាងលិចក្រុងលោកគ្រូហាងរបស់លោកគ្រូមិនអាចទប់ទល់រួចឡើយខ្ញុំមិនអាចនៅរងការខាតបង់ជាមួយលោកគ្រូទៅទៀតទេបបរក៏ត្រូវតែលក់ឲ្យដាច់ដែរតើអានឹងផឹកទៅបានការអីហានធីសេងកុំដាក់តាំងនៅក្បែរផ្លូវដឹកសម្ភារៈអីខ្ញុំគ្រាន់តែលក់បរទេមិនបាំងផ្លូវទេរំកិលទៅក្រោមដើមឈើទៅកុំឲ្យមានរឿងកើតឡើងទៀត
ថ្ងៃនេះទើបតែថែមក្រុមបុកកំបោរមួយក្រុមទៀតតើស្អែកអាចទទួលរួចទេស្អែកអាចថែមបានតែ50ចំណែកប៉ុណ្ណោះបើលើសពីនេះខ្ញុំខ្លាចមិនទាន់ម៉ោងបាយអ្នកមិនលោភលន់ចង់បានចំនួនច្រើនបែបនេះទើបកម្មករទុកចិត្តតើបងមួយចានតម្លៃប៉ុន្មាន2យ៉នមិនអីទេថែមលុយបន្តិចទៅហូបបាយវិញល្អជាងពេលថ្ងៃលក់បានតែប៉ុណ្្នឹងទេ3ថ្ងៃគ្រប់ហើយឆ្នាំងផាត់បានពាក់កណ្ដាលចំណែកលុយដែលនៅសល់យប់នេះត្រូវដោះស្រាយយ៉ាងម៉េចខ្ញុំនឹងសងសន្សឹមខ្ញុំមិនចង់បានសន្សឹមទេរទេះសុំអូសទៅសិនហើយរទេះនឹងយកទៅមិនបានទេបើអញ្ចឹងយប់នេះយកលុយមកសងមកបើទេនេះត្រូវគេយកទៅស្អែកសំបីតែបក៏ខ្ញុំមិនអាចដឹកទៅលក់បានដែរអ្វីដែលអ្នកជំពាក់គឺលុយមិនមែនជាក្តីអាណិតអាសូរឡើយសុំពេល2ថ្ងៃទៀតចុះឆ្នាំងទុក1ថ្ងៃប្រអប់ទុក1ថ្ងៃឥឡូវសំបីតែទេក៏ចង់ឲ្យទុកទៀតមែនទេហានស៊ឺហ្វូកុំឲ្យបាត់បង់គិតយកចុងក្រោយបង្អស់ឲ្យសោះហានស៊ឺហ្វូថ្លៃឈ្នួលតូបក៏ដល់ពេលត្រូវបង់ដែរហើយសូមពន្យាពេល2ថ្ងៃទៀតម៉ាត់នេះខ្ញុំជាលើកទី3ហើយថ្ងៃនេះខ្ញុំចេញទៅលក់បលក់អស់ខ្ញុំនឹងឲ្យភ្លាមមុនល្ងាចស្អែកបើមិនឲ្យថ្លៃឈ្នួលទេត្រូវតែរើអីវ៉ាន់ចេញទៅម្សិលមិញតាមិនមែនកំពុងជិះកង់ទេអីលាថាគេអូសយកអទេសទៅបាត់ហើយបបរក្តៅ2យ៉ន1ចានលោកគ្រូនៅខាងខ្ញុំរវល់ណាស់ខ្ញុំសុំទៅមុនហើយឯងដើរចេញទៅបែបនឹងមែនទេខ្ញុំក៏ត្រូវតែរស់ដែរថ្ងៃនេះគ្មានការរអ៊ូតមសំបីតែមួយករណីក្រុមជាងឈើនិយាយថាស្អែកចង់ឲ្យផ្គត់ផ្គង់ពេញចំនួនឡើងវិញរឿងផ្គត់ផ្គង់ពេញចំនួនទុកចាំខានស្អែកសិនចុះស្អែកថែមតែ50ចំណែកសិនទៅដើម្បីឲ្យទាន់ម៉ោងបាយហាន់ធីសេងតទេណេណាឆេងហ្គិនជួយឲ្យខ្ញុំខ្ជិលទេសមួយគ្រឿងមកខ្ញុំមិនខ្ចីទេមួយថ្ងៃ20យ៉នតើបានទេតើអ្នកយកអ្វីមកបញ្ចាំមនោសញ្ចិត្តនាយើងពីមុនតើមិនស្មើនឹងរទេះចាស់មួយគ្រឿងនេះទេមែនទេនៅពេលដែលលោកបោកប្រអប់រក្សាកម្ដៅនោះចោលមនោសញ្ចិត្តណារបស់យើងត្រូវបានកាត់ផ្ដាច់អស់ហើយតើលោកចង់ឃើញខ្ញុំស្លាប់ពិតមែនទេខ្ញុំមិនបានច្រានលោកទេគឺខ្លួនលោកផ្ទាល់ទេដែលដើរចុះក្រោមមួយជំហានម្ដងលោកគ្រូហេតុអ្វីបានជាលោកមកទីនេះឯងនិយាយថាដើររកការងារធ្វើតាមពិតគឺមកដួសបាយឲ្យអ្នកដទៃសោះនៅទីនេះគេឲ្យមួយថ្ងៃ25យ៉នថែមទាំងមានបាយហូបទៀតពេលដែលខ្ញុំជំពាក់បំណុលគេតើហេតុអ្វីបានជាឯងមិននិយាយពីរឿងហូបបាយតើឆ្លោះគ្នាពីរឿងអីក្នុងផ្ទះបាយមិនមែនជាកន្លែងសម្រាប់គ្រូនិងសិស្សរំលឹកអនុស្សាវរីយ៍ចាស់ទេថៅកែលីវជួយឲ្យខ្ញុំខ្ជិលទេសមួយគ្រឿងមកតែមួយថ្ងៃក៏បានដែរខ្ញុំនឹងជួយដឹកបាយ2ជើងដើម្បីផាត់ថ្លៃកិច្ចឈ្មោះលោកនាពេលបច្ចុប្បន្នតើមានអ្នកណាហ៊ានឲ្យលោកខ្ជិលទេសទៅលោកគ្រូកុំបន្ទោសខ្ញុំអីខ្ញុំពិតជាទ្រាំមិនបានទៀតទេលោកគ្រូគំនិតគឺឯងជាអ្នកចេញផ្លាកយីហោក៏ឯងជាអ្នកព្យួរបញ្ជាទិញក៏ឯងជាអ្នកដណ្ដើមឥឡូវឯងមកនិយាយថាទ្រាំមិនបានបើលោកពិតជាមានសមត្ថភាពមែនលោកក៏មិនត្រូវរងការគៀបសង្កត់ដោយសារសម្ដីមួយម៉ាត់របស់ជីឆេងกันដែរនិយាយឲ្យចំទៅលោកចេះតែឆាបន្លែប៉ុណ្ណោះបើគ្មានជីឆេងกันទេសំបីតែទ្វារបើកទៅខាងណាក៏លោកមិនដឹងផងទៅឲ្យផុតទៅ
គ្មានរទេផងនៅចង់លក់បោទៀតមែនទេយកអញ្ចេះចុះខ្ញុំនឹងចង្អុលបង្ហាញផ្លូវមួយឲ្យលោកស្អែកនេះនៅផ្សារព្រឹកមានតង់បណ្ដោះអាសន្នមួយខ្វះមនុស្សធ្វើអាហារពេលព្រឹកចំនួន200ចំណែកទូទាត់លុយភ្លាមប៉ុន្តែត្រូវតែចាប់ផ្ដើមធ្វើតាំងពីពាក់កណ្ដាលអាធ្រាត្រលុយភ្លាមមែនទេធ្វើរួចទើបប្រគល់លុយលោកយកលុយមកសងខ្ញុំក៏លែងហត់នឿយដើររកលោកជារៀងរាល់ថ្ងៃដែរណែណាផ្សារព្រឹកភាគខាងជើងក្រុងបើកតូបម៉ោង4កុំយឺតឲ្យសោះ200ចំណែកម៉ោង4:20នាទីទៅហើយហេតុអ្វីបានជាយឺតយ៉ាងនេះផ្លូវឆ្ងាយណាស់ហើយរទេះក៏ខូចទៀត200ចំណែកលោកមានតែប៉ុណ្ណឹងតើវាគ្រប់គ្រាន់ដោយរបៀបណានំប៉ាវមន្ទីវនៅខាងក្រោយហើយមានជ្រក់បន្លែទៀតខ្ញុំឲ្យលោកធ្វើអាហារពេលព្រឹកមិនមែនឲ្យយករបស់អន់បែបនេះមកបោកប្រាស់គេឡើយតើមិនមែននិយាយថា200ចំណែកទេអីនេះមានតែប៉ុន្មាន10ចានប៉ុណ្ណោះតើឲ្យហូបយ៉ាងម៉េចទៅខ្ញុំនឹងត្រឡប់ទៅធ្វើមួយឆ្នាំងថែមទៀតមិនបាច់ធ្វើថែមទៀតទេការងារថ្ងៃនេះគិតតម្លៃតែ30ចំណែកប៉ុណ្ណោះតើមិនមែនព្រមព្រៀងគ្នា200ចំណែកបើកលុយភ្លាមទេអីតើលោកធ្វើបាន200ចំណែកប្រគល់ឲ្យគេទេហានស៊ឺហ្វូខ្ញុំណែនាំការងារឲ្យលោកមិនមែនចង់ឲ្យលោកមកធ្វើឲ្យខ្ញុំខ្មាស់គេបែបនេះទេលោកដឹងច្បាស់ថាខ្ញុំគ្មានឆ្នាំងគ្មានរទេផងហេតុអីនៅតែទទួល200ចំណែកឲ្យខ្ញុំទៀតខ្ញុំដឹងតែម្យ៉ាងគត់គឺលោកជំពាក់លុយខ្ញុំយកមកនេះជាលុយទាំងអស់ដែលខ្ញុំរកបាននៅថ្ងៃនេះដើមឡើយវាជាលុយដែលត្រូវសងខ្ញុំស្រាប់ទៅហើយយកទៅថ្ងៃក្រោយកុំមកទទួលការងារនៅផ្សារព្រឹកទៀតអសោះបាយការដ្ឋាន Schengen បែបនេះទើបមើលទៅដូចជាកន្លែងដែលអាចធ្វើការបានយូរអង្វែងត្រូវតែរក្សាទុកគ្រប់ពេលបាយទាំងអស់រក្សាទុក48ម៉ោងបើមានអ្នកណាទទួលទានទៅមានបញ្ហាសុំមកពិនិត្យមើលខ្ញុំមុនគេចុះរៀបចំច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវទៅថ្ងៃក្រោយខាងនាយកដ្ឋានគម្រោងនឹងងាយស្រួលអនុម័តដែរច្បាប់ទម្លាប់មិនមែនធ្វើឡើងសម្រាប់តែឲ្យអ្នកដទៃមើលនោះទេច្បាប់វិន័យមិនមែនសម្រាប់ឲ្យអ្នកដទៃមើលទេគឺសម្រាប់ទប់ចិត្តខ្លួនឯងមេជាងជីអាគារលេខ3ថ្ងៃនេះចង់ថែម100ប្រអប់ទៀតថ្ងៃនេះថែមមិនបានទេយ៉ាងច្រើន50ប្រអប់នៅសល់ចាំស្អែកមានលុយឲ្យរកហើយបែរជាមិនរកបើធ្វើមិនទាន់វានឹងហួសពេលបាយបើហួសពេលតែម្ដងទៅថ្ងៃមុខអ្នកទាំងអស់គ្នានឹងលែងជឿជាក់លើខ្ញុំហើយស្ដាប់គាត់ទៅគាត់ថាប៉ុន្មានគឺប៉ុណ្ណឹងហើយអីចឹងយក50ចុះនេះមិនមែនជាជាងហ៊ានដែលធ្លាប់ដណ្ដើមមួយបាយប្រអប់ទេហេឬថាឡានស្លបាយក៏លែងមានដែរជីឆាងអានឯងរៀបចំទេឃ្លានេះទុកតាំងពីយូរហើយមែនទេអ្នករាល់គ្នាដណ្ដើមរោងបាយទៅបើខ្ញុំមិនរៀបចំទេតើឲ្យកម្មករមានបាយហូបនៅថ្ងៃស្អែកយ៉ាងម៉េចថ្លៃជួលរោងថ្ងៃនេះខ្ញុំរកមិនបានទេសុំពន្យាពេលមួយថ្ងៃទៀតចុះមិនមែនខ្ញុំមិនយកទេតែផ្សែងចង្ក្រានរបស់ឯងធ្វើឲ្យខូចជីងជាងអស់ហើយថែមទាំងជំពាក់ថ្លៃទឹកទៀតខ្ញុំនឹងសងគ្រប់ចំនួនរើចេញយប់នេះទៅរបស់ខ្ញុំនៅទីនេះនៅឡើយទេព្រឹកស្អែកខ្ញុំនឹងបដូរសថ្មីរបស់ទាំងនេះសងមិនគ្រប់ថ្លៃជំពាក់ទេ
នេះមិនមែនជារបស់ឯងទេអ្វីដែលឯងជំពាក់ខ្ញុំក៏មិនទាន់សឹងអស់ដែរកុំមកបង្កចំនួននៅទីនេះអីឲ្យតែរើចេញអស់នៅយប់នេះទៅគឺបានហើយយប់ស្អែកមានការរៀបចំអាហារសម្រាប់ថៅកែសំណងម្នាក់ត្រូវការមេចុងភើម្នាក់បើឯងព្រមទៅថ្លៃពលកម្មអាចកាត់កងថ្លៃជំពាក់បានលើកនេះមិនបាច់ទិញបន្លែបង្ការមិនបាច់ដឹកជញ្ជូនទេគ្រាន់តែជួយចំអិនគឺបានហើយមានគេជួខ្ញុំឲ្យទៅចំអិនម្ហូបនៅយប់ស្អែកគ្រាន់តែចំអិនមិនបាច់គិតលុយមិនបាច់ដឹកជញ្ជូនទេអីចឹងត្រូវពិនិត្យមើលគ្រឿងផ្សំឲ្យច្បាស់សួររឿងលុយកាក់ឲ្យច្បាស់និងបញ្ជាក់ពីការទទួលខុសត្រូវឲ្យច្បាស់លាស់កុំយកផ្លូវដែលមើលមិនច្បាស់លាស់ធ្វើជាឱកាសដើម្បីស្រោចស្រង់ជីវិតឲ្យសោះចូលទៅចុះគ្រាន់តែធ្វើម្ហូបពីរតោសម្រាប់ថៅកែសំណងប៉ុណ្ណោះតើអ្នកណាជាអ្នកទិញបន្លែសាច់អ្នកណាជាអ្នកទូទាត់លុយហើយបើមានបញ្ហាតើអ្នកណាជាអ្នកទទួលខុសត្រូវឆ្លាតជាងមុនហើយតើឯងជាជាងហ៊ានមែនទេកុំសួរច្រើនពេកអីគ្រឿងផ្សំនៅខាងក្នុងអស់ហើយធ្វើតែឲ្យឆ្ងាញ់ទៅខ្ញុំនឹងឲ្យ200សរសេរឲ្យច្បាស់សិនមកខ្ញុំគ្រាន់តែជាអ្នកចំអិនប៉ុណ្ណោះបានអីចឹងទៅសរសេរលិខិតបញ្ជាក់នៅក្នុងផ្ទះបាយទៅសាច់នេះប្រើមិនកើតទេលាងទឹករួចស្រុះទៅហេតុអ្វីប្រើមិនកើតក្លិនវាមិនស្រួលទេដាក់ស្រានិងម្ទេសឲ្យច្រើនទៅពួកអ្នកមកហូបយប់នេះសុទ្ធតែជាអ្នកធ្វើការធ្ងន់គ្មានអ្នកណាដឹងទេម្ហូបមួយពេលនេះខ្ញុំមិនធ្វើឡើយបើឯងឈប់ធ្វើឥឡូវនេះតើឲ្យខ្ញុំទៅរកអ្នកណាមកជំនួសចៅសាន់ហើយនិយាយថាឯងមានស្នាដៃល្អហើយមិនខ្លាចនឿយហត់ទេកុំធ្វើរពេកអីនេះជាលុយសរសេរឲ្យច្បាស់មកថាឯងមកជួយចំអិននៅយប់នេះថ្លៃឈ្នួល200នេះមិនត្រឹមត្រូវទេបើឯងមិនព្រមចុះហត្ថលេខាក៏បានដែរតែបើភ្ញៀវបដិសេធមិនហូបការខាតបង់ទាំងអស់គឺឯងជាអ្នកទទួលខុសត្រូវគ្រឿងផ្សំជារបស់ឯងមនុស្សក៏ឯងជាអ្នកអញ្ជើញមកដែរមិនមែនខ្ញុំទេតែឯងជាចុងភៅវេឆានៅក្នុងដៃឯងតើខ្ញុំមិនចុះហត្ថលេខាទេអីចឹងយប់នេះកុំសង្ឃឹមថានឹងបានចេញពីទីនេះឲ្យសោះឯណាមហូបយូរម្លេះមិនទាន់លើកមកទៀតចង់លេងសាច់ជាមួយពួកយើងមែនទេមេចុងភើរអ៊ូថាសាច់មិនល្អហើយចង់ឈប់ធ្វើកណ្ដាលទីយកលុយគេហើយបែរជាមិនព្រមធ្វើម្ហូបខ្ញុំមិនទាន់បានយកលុយ1រៀលណាឡើយគ្រឿងផ្សំទាំងនេះមិនស្រស់ល្អទេមិនអាចយកមកធ្វើឲ្យភ្ញៀវហូបបានឡើយហ្វឹងស៊ីអញយករបស់របៀបនេះមកឲ្យពួកយើងហូបមែនទេខ្ញុំចេះតែចម្អិនអាហារប៉ុណ្ណោះតែខ្ញុំមិនយករបស់ខូចគុណភាពមកបោកប្រាស់អ្នកដទៃឡើយយប់នេះកុំសង្ឃឹមថានឹងបានលុយសំបីតែ1សេនឲ្យសោះបើកលុយឲ្យខ្ញុំមកអញធ្វើឲ្យខូចកម្មវិធីបាយរបស់ខ្ញុំអស់ហើយនៅមានមុខមកទាលុយទៀតខ្ញុំមិនបានប្រាប់ឲ្យអញយកសាច់ខូចមកឲ្យខ្ញុំធ្វើម្ហូបឯណាកុំធ្វើពុតជាស្អាតស្អំពេកអីបើអញពិតជាមានវិន័យមែននោះតើត្រូវធ្លាក់ខ្លួនដល់ថ្នាក់បាត់បង់ទាំងរទេះលក់ដូរដែរមែនទេជាងហ៊ានការងារមិនបានសម្រេចអីចឹងគ្មានលុយឲ្យទេអញដឹងមុនហើយមែនទេថាសាច់នោះមានបញ្ហាខ្ញុំគ្រាន់តែជាអ្នកណែនាំការងារប៉ុណ្ណោះមិនគ្រប់គ្រងរឿងក្នុងផ្ទះបាយឡើយចង់បានអ្វីដែរនំប៉ាវអត់ស្នូលមួយឮថាយប់មិញនៅហាងស្រាតូចនោះស្ទើរតែយកត្រីស្អុយមកធ្វើឲ្យភ្ញៀវហូបទៅហើយតែចុងភើបានបដិសេធយ៉ាងហោចណាស់គាត់នៅមានសិលធម៌ខ្លះដែរយកទៅហូបចុះទុកឲ្យត្រជាក់នឹងលែងឆ្ងាញ់ហើយកម្មវិធីបាយរួចរាល់ហើយមែនទេគ្រឿងផ្សំខូចអស់ហើយខ្ញុំមិនបានធ្វើឡើយចុះលុយកាក់វិញអស់ហើយយ៉ាងហោចណាស់ក៏មិនបាច់ទទួលខុសត្រូវចំពោះកំហុសគេដែរ
ឆាងអានតើមកពីខ្ញុំមើលឃើញផ្លូវជីវិតនេះងាយស្រួលពេកមែនទេមិនមែនឯងមើលឃើញងាយស្រួលពេកទេគឺឯងមើលឃើញតែឆ្នាំងបាយនៅចំពោះមុខប៉ុណ្ណោះខ្ញុំឲ្យឯងច្រកបាយប្រអប់ឯងហ៊ានលួចយកបញ្ជីដឹកជញ្ជូនរបស់ខ្ញុំមែនទេខ្ញុំគ្រាន់តែចង់បាន1 2 3ទៀតប៉ុណ្ណោះតើឯងធ្វើច្រិតបែបណានៅកន្លែងហានខ្ញុំមិនខ្វល់ទេតែមកដល់កន្លែងខ្ញុំហើយនៅចង់ប្រើល្បិចដណ្ដើមមួយទៀតចេញទៅមើលស្អីនឹងមេជាងជីសំណាងហើយដែលលោកបានរំលឹកខ្ញុំពីមុនថាមិនត្រូវឲ្យកម្មករជួយការងារប៉ះពាល់បញ្ជីដឹកជញ្ជូនឡើយគឺរៀនពីគាត់ទាំងអស់ហ្នឹងគាត់ធ្លាប់និយាយថាអ្នកណាដឹកទៅដល់មុនគឺជារបស់អ្នកនោះហើយខ្ញុំគ្រាន់តែធ្វើតាមគាត់ប៉ុណ្ណោះតើខ្ញុំបង្រៀនអញឲ្យទៅលួចបញ្ជីរបស់គេតាំងពីកាលណាមិនដែលលួចមែនទេយប់ដែលអាគារលេខ3ធ្វើការថែមម៉ោងនោះមិនមែនលោកទេដែលប្រញាប់ច្រកប្រអប់មុនគេនោះទុកបញ្ជីនេះឲ្យបានល្អទៅកុំឲ្យគេយកទៅនិយាយផ្ដេសផ្ដាសទៀតឈប់តើអញចង់ធ្វើអីទៀតខ្លួនឯងជំពាក់បំណុលគេវ៉ាន់ដុកហើយនឹងកាលនោះឯងញុះញង់ឲ្យយើងបែកបាក់ជាមួយឆេងកនថាឆ្នាំងជារបស់យើងមនុស្សជារបស់យើងលុយក៏គួរតែជារបស់យើងដែរឥឡូវមានរឿងកើតឡើងឯងនិយាយថាសុទ្ធតែរៀនពីយើងទៅវិញបើឯងគ្មានសមត្ថភាពការពារវាតើឲ្យបន្ទោសអ្នកណាបើឯងគ្មានសមត្ថភាពការពារវាតើឲ្យបន្ទោសអ្នកណាចាប់ពីថ្ងៃនេះទៅកុំហៅយើងថាគ្រូទៀតមើលមនុស្សខុសគ្រាន់តែដួលមួយចំអាមតែបើមើលច្បាប់ទម្លាប់ខុសមិនមែនគ្រាន់តែដួលមួយចំអាមនោះទេឥឡូវនេះខ្ញុំដឹងហើយដឹងខ្លួនយឺតឬអត់វាអាស្រ័យលើថាតើទៅថ្ងៃមុខឯងចង់ដើរផ្លូវត្រូវឬអត់ឆេងហ្គេនតើខ្ញុំអាចធ្វើអ្វីបានទៀតសរសេរបញ្ជីបំណុលដែលឯងជំពាក់គេឲ្យបានច្បាស់លាស់សិនសូម្បីតែខ្លួនឯងជំពាក់អ្នកណាប៉ុន្មានក៏មិនដឹងផងតើនិយាយពីការចាប់ផ្ដើមសារជាថ្មីធ្វើអីត្រូវបែងចែករវាងបំណុលបន្ទាន់និងបំណុលមិនសូវបន្ទាន់សិនបំណុលបន្ទាន់រក្សាមនុស្សបំណុលមិនសូវបន្ទាន់រក្សាជំនឿចិត្តតើឥឡូវនេះខ្ញុំនៅមានជំនឿចិត្តទៀតឬអត់មានទេហេតុនេះហើយទើបត្រូវសងត្រឡប់មកវិញមួយកាក់មួយសេនតើខ្ញុំអាចសងរួចដែរទេឯងសួរខុសហើយអ្វីដែលឯងគួរសួរគឺត្រូវសងមួយណាមុនឆៅសេនហើយគឺបន្ទាន់បំផុតបន្ទាន់មែនតែមិនប្រកាសថាត្រូវសងមុនគេនោះទេគេនឹងមកស្ទាក់ផ្លូវខ្ញុំអញសងគេ100ថ្ងៃស្អែកគេនៅតែមកស្ទាក់អញដដែលអញត្រូវសងអ្នកលក់បន្លែនិងលុយប្រអប់បាយមុនសិនយ៉ាងហោចណាស់ក៏គ្មានអ្នកណាឃើញអញហើយដើរគេចដែរអាជីវកម្មតូចតាចខ្លាចបំផុតគឺការពន្យាពេលអញត្រូវធ្វើឲ្យពួកគេស្ងប់ចិត្តសិនតែខ្ញុំគ្មានលុយទេថ្ងៃនេះនៅក្នុងផ្ទះបាយខ្វះអ្នកលាងធុងមួយថ្ងៃ35គិតលុយភ្លាមកាលមុនគាត់មិនមែនជាមេជាងហាន់ទេអីឥឡូវមកលាងធុងទៅវិញប្រឡាក់ប្រេងលាងមិនទាន់ស្អាតទេយកទៅលាងម្ដងទៀតបាទកាលពីមុនក្នុងមួយថ្ងៃខ្ញុំរកលុយបានរាប់រយនោះមិនមែនជាប្រាក់ចំណេញពិតប្រាកដរបស់អញទេទៅសងអ្នកលក់បន្លែសិនទៅសងទាំងអស់មកហើយរូបមានប៉ុន្មានសងប៉ុណ្ណោះតែត្រូវនិយាយគ្នាឲ្យច្បាស់លាស់ថាតើចំណែកដែលនៅសល់នឹងសងនៅពេលណាអរគុណមកជំពាក់ទៀតហើយរូបសង35មុនសិនចំណែកដែលនៅសល់3ថ្ងៃទៀតខ្ញុំនឹងសង50ទៀតកាលពីមុនពន្យាពេលសងឯងគឺជាកំហុសរបស់ខ្ញុំទទួលស្គាល់បំណុលនេះឯងសងមែនហើយរូបសងមែនមានលុយសងអ្នកលក់បន្លែតែគ្មានលុយសងយើងហារូបមានលុយសងអ្នកលក់បន្លែតែគ្មានលុយសងយើងហារូបនេះជាលុយថ្លៃបន្លែដែលគាត់សងខ្ញុំតើគេជំពាក់យើងច្រើនជាងនឹងទៅទៀតលុយនេះមិនមែនសម្រាប់ឲ្យឯងទេឯងនៅហ៊ានមកបែងចែកមុនក្រោយជាមួយយើងទៀតហារូបខ្ញុំជំពាក់ឯងខ្ញុំទទួលស្គាល់តែលុយនេះគឺជាលុយថ្លៃបន្លែលុយរបស់អ្នកដទៃមិនអាចដណ្ដើមបានទេឆៅសេនហេសារបន្លែមិនមែនជាកន្លែងសម្រាប់ឯងមកទារបំណុលនោះទេ
បងស្រីចៅរឿងនេះមិនពាក់ព័ន្ធនឹងបងទេគាត់សងលុយថ្លៃបន្លែគឺពាក់ព័ន្ធនឹងខ្ញុំហើយបើថ្ងៃនេះអញដណ្ដើមយកទៅនៅទីនេះទៅថ្ងៃមុខតើមានអ្នកណាហ៊ានដឹកទំនិញមកឲ្យតូបទៀតជំពាក់បំណុលគឺជារឿងជំពាក់បំណុលតែមិនអាចមកដណ្ដើមលុយតូបរបស់ពួកយើងទេបើអញចង់ទាទៅទានៅខាងក្រៅទៅល្អណាស់ឯងពូកែណាស់យប់នេះយើងនឹងទៅចាំឯងនៅកន្លែងដែលឯងស្នាក់នៅខ្ញុំគ្មានកន្លែងស្នាក់នៅទៀតទេ35សងរួចរាល់ហើយល្អមានការអីទៀតទេខ្ញុំគ្មានកន្លែងគេងទេរោងអុសនៅខាងក្រោយអាចជ្រកខ្យល់បានតែមិនអាចស្នាក់នៅទេបានទេម៉ោង 4 ព្រឹកស្អែកជួយរើសបន្លែដាំទឹកនិងលាងធុងប្រាក់ឈ្នួលគិតធម្មតាតែត្រូវដកថ្លៃជួលរោងចេញបាទតើឯងមកធ្វើអីលោកគ្រូខ្ញុំគ្មានកន្លែងទៅទេបាទទប់នៅឆៃជិងមិនមែនផ្ដល់បាយទឹកឲ្យទេអីថាកែលាវបានដេញខ្ញុំចេញហើយឆៅសេនហេក៏មករកខ្ញុំដែរដោយនិយាយថាបំណុលដែលលោកគ្រូជំពាក់ក៏មានចំណែកខ្ញុំមួយផ្នែកដែរដើមឡើយគឺពិតជាមានចំណែកឯងមែនលោកគ្រូជួយនិយាយជាមួយយីឆេងហ្គិនឲ្យខ្ញុំបន្តិចទៅដើម្បីឲ្យខ្ញុំបានធ្វើការនៅទីនេះ2 3ថ្ងៃដែរមិនមែនឯងធ្លាប់ធ្វើការលៀងធុងថាខ្មាស់គេទេអីខ្ញុំអាចធ្វើការផ្សេងបានដូចជារៀបចំបាយរត់ការទទួលការកំងសុទ្ធតែខ្ញុំស្ទាត់ជំនាញទាំងអស់អ្វីដែលឯងស្ទាត់បំផុតគឺការទទួលការកំងផ្ដេសផ្ដាសលែងដៃទៅនៅចង់លួចក្រដាស់កំងទៀតហារូបខ្ញុំគ្រាន់តែមើលមួយផ្លែតតើដើម្បីដឹងថាស្អែកកន្លែងណាខ្វះបាយខ្ញុំនឹងទៅរកការងារធ្វើដោយខ្លួនឯងឯងនៅមិនទាន់រៀនសូត្រពីការខាតបង់គ្រប់គ្រាន់ទេអីអ្នកដែលខាតបង់គឺជាឯងទេខ្ញុំមិនបានលួចមិនបានប្លន់គេទេឬមួយចង់ឲ្យខ្ញុំមកគេងក្នុងរោងអស់ដូចឯងសូម្បីតែតារាងគំនូរប្លង់ចាស់ដែលគេបោះបង់ចោលក៏អាចយកទៅបោកប្រាស់គេបានដែរគឺជាកំហុសរបស់ខ្ញុំដែលខាត់វាមិនទាន់ខ្ញុំនឹងទៅរកខោឡែងត្រឡប់មកវិញរកគេត្រឡប់មកវិញធ្វើអីឯងអាចខាត់គេបានម្ដងតែមិនអាចខាត់គេបានរាល់ដងនោះទេបើមនុស្សចង់ដើរផ្លូវខុសត្រូវបណ្ដោយឲ្យគេជួបការលំបាកដោយខ្លួនឯងសិនទៅថ្ងៃស្អែកទីនេះខ្វះអាហារពេលព្រឹកខ្ញុំអាចនាំពួកបងទៅទទួលការងារបានមិនមែនឯងត្រូវបានគេដេញចេញពីតូបខេឈិងទេអីនោះមកពីពួកគេមិនចេះប្រើមនុស្សតើសូម្បីតែតារាងបោះបង់ចោលក៏ឯងយកមកបោកប្រាស់គេដែរឥឡូវនេះលោកគ្រូរបស់ឯងកំពុងស្នាក់នៅក្នុងផ្ទះរបស់ជីឆេងហ្គិនល្អណាស់យប់នេះយើងនឹងទៅទាបំណុលនៅទីនោះរើសស្លឹកលឿងចេញឲ្យស្អាតហើយកុំកាត់គល់ខ្លាំងពេកបន្លែនេះទិញដោយអស់លុយមិនមែនយកមកឲ្យអញហាត់កាំបិតនោះទេដឹងហើយបាទការចេះបន្ទាបខ្លួនធ្វើការរកស៊ីមិនមែនជារឿងខ្មាស់គេនោះទេថ្ងៃនេះធំមួយនេះជាប់ស្តង់ដារទាំងការរើបន្លែដាំទឹកទាំង3មុខនេះត្រូវបានកត់ត្រាទុកហើយគិតលុយឲ្យនៅពេលល្ងាចសូម្បីតែរឿងនេះក៏ឯងកត់ត្រាទុកដែរហារូបបើមិនកត់ត្រាទេថ្ងៃស្អែកនឹងមានអ្នកនិយាយថាខ្លួនឯងធ្វើច្រើនហើយនិយាយថាអ្នកដទៃធ្វើតិចមិនខានថ្ងៃនេះ42សងឯង20សិនចំណែក22ទៀតខ្ញុំទុកសម្រាប់ទិញអាហារពេលព្រឹកថ្ងៃស្អែកបំណុលដែលជំពាក់ឯងខ្ញុំនឹងសង50ទៀតនៅ3ថ្ងៃក្រោយថ្ងៃនេះធ្វើតាមអ្វីដែលបាននិយាយគ្នាកាលពីយប់មិញសិនចុះមានលុយសងអ្នកដទៃទៀតហើយហារូបថ្ងៃនេះបំណុលមួយនេះគឺសងទៅតាមបញ្ជីច្បាស់លាស់តើបញ្ជីនឹងអ្នកណាបង្រៀនមិនសំខាន់ទេសំខាន់គឺបំណុលត្រូវតែទូទាត់ឲ្យបានច្បាស់លាស់មួយកាក់មួយសេនមុនល្ងាចស្អែកត្រូវឲ្យលុយយើង100បើមិនដូច្នោះទេយើងនឹងទៅស្ទាក់ផ្លូវនៅផ្ទះចាស់ប៉ែកខាងត្បូងក្រុងល្ងាចស្អែកគេចង់បាន100តើថ្ងៃនេះអញសងអ្នកលក់បន្លែអស់ប៉ុន្មានដែរ20ចុះវិកេបត់នៅឯណាថ្ងៃស្អែកបន្តធ្វើការទៀតបើបានគ្រប់100គឺសងគេទៅតែបើមិនគ្រប់ទេត្រូវសរសេរបញ្ជាក់នៅចំពោះមុខឲ្យបានច្បាស់លាស់ថានៅសល់ប៉ុន្មាន
គាត់មិនព្រមទទួលស្គាល់ទេបើអញ្ចឹងឲ្យអ្នកគ្រប់គ្នាមើលគាត់មិនព្រមទទួលស្គាល់ទៅលោកគ្រូជីខ្ញុំមិនបានចាត់ណាទេនៅសល់28នាទីទៀតឡាននឹងចេញដំណើរតើមានឆ្អឹងមាន់ទេមានព្រឹកមិញបានសុខទឹករួចហើយឲ្យស្លឹកខ្ទឹមខ្ញីនិងឆៃថាវស្មុកខ្ញុំទៀតក្នុងរយៈពេល20នាទីខ្ញុំអាចធ្វើស៊ុបបានមួយឆ្នាំងយ៉ាងលឿនធ្វើទៅរក្សាទុកកាកសំណល់គំរូតាមការកំណត់នៅសល់8នាទីទៀតគ្រប់គ្រាន់ហើយប្រអប់នេះរក្សាទុកជាគំរូថ្ងៃនេះជូនពលករខ្ញុំធ្វើតែស៊ុបទេស៊ុបនេះមិនអន់ទេវាធ្វើឲ្យឆ្អែតពុះជាងស៊ុបសារាយសមុទ្រទៅទៀតអាហារដ្ឋានផ្ទះបាយខ្វះមួយធុងនេះជាការបំពេញបន្ថែមបណ្ដោះអាសន្នមានគំរូទុកនិងមានកំណត់ត្រាត្រឹមត្រូវបើអញ្ចឹងបានហើយតើលុយណែណាសងឯង100សិននៅសល់ប៉ុន្មានឯងសរសេរលិខិតទទួលប្រាក់មកឯងចេះសុំលិខិតទទួលប្រាក់ទៀតផងតើបើមិនឲ្យលិខិតទទួលប្រាក់ទេខ្ញុំមិនឲ្យលុយឡើយសរសេរលិខិតទទួលប្រាក់មួយច្បាប់មិនពិបាកទេមែនទេបានហើយហ៊ានធីសឹងឥឡូវឯងមានអ្នកកាំងពីក្រោយហើយតើបើគ្មានអ្នកកាំងពីក្រោយទេគឺត្រូវតែសងបំណុលល្ងាចនេះបន្ថែម150ចំណែកជាបណ្ដោះអាសន្នតើអាចទទួលធ្វើបានទេទទួលមិនបានទេយ៉ាងច្រើនបំផុតបានត្រឹមតែ50ប៉ុណ្ណោះមនុស្សពួកយើងមកដល់អស់ហើយណាពិតជាធ្វើមិនទាន់មែនទេធ្វើមិនទាន់ទេ150ចំណែកមានលុយហើយបែរជាមិនព្រមរកទៅវិញរកបានលុយតែធ្វើឲ្យយឺតយ៉ាវអាហារពេលក្រោយពួកអ្នកច្បាស់ជាមិនហ៊ានមកទៀតឡើយ150ចំណែកតាមពិតទៅបើខំប្រឹងប្រែងបន្តិចគឺអាចធ្វើបានធ្វើដោយរបៀបណាដាំបាយថែមមួយធុងទៀតហាន់បន្លែឲ្យតូចជាងមុនហើយធ្វើស៊ុបឲ្យរាវបន្តិចទៅតើលោកបាននិយាយអ្វីដែលខ្លួនឯងទៅតែនិយាយដែរទេបានលឺហើយនិយាយវាចេញមកមិនមែនជារឿងគួរឲ្យខ្លាចនោះទេអ្វីដែលគួរឲ្យខ្លាចគឺនៅតែគិតថាវាត្រឹមត្រូវខ្ញុំទៅលាងបន្លែហើយពួកយើងទៅកុម្ម៉ង់នៅកន្លែងផ្សេងហើយយឺតពេលអស់40នាទីហើយម្ហូបក៏ត្រជាក់អស់ទៀតថ្ងៃស្អែកធ្វើតាមអ្វីដែលឯងបាននិយាយចុះយក50ចំណែកសិនថ្ងៃស្អែក50ចំណែកថ្ងៃខាងស្អែកចាំមើលថាតើផ្ទះបាយអាចបង្កើនដល់80ចំណែកបានឬអត់កាលពីមុនខ្ញុំធ្លាប់បរាជ័យដោយសារតែពាក្យថាបើខំប្រឹងប្រែងបន្តិចគឺអាចធ្វើបាននេះឯងដឹងខ្លួនបែបនេះគឺល្អហើយតើនរណាគេលោកគ្រូគឺខ្ញុំឯងចៅសានហៃបានរកមនុស្សមកវាខ្ញុំគាត់និយាយថាគឺខ្ញុំជាអ្នកនាំលោកគ្រូមកកាន់ទីធ្លាចាស់នេះលោកគ្រូខ្ញុំខុសហើយសូមលោកគ្រូជួយខ្ញុំផងលោកគ្រូខ្ញុំពិតជាគ្មានផ្លូវដើរទៀតទេចៅសានហៃបង្ខំឲ្យខ្ញុំសងចំណែកបំណុលរបស់លោកគ្រូបើមិនសងទេគាត់នឹងមកស្ទាក់ផ្លូវខ្ញុំរាល់ថ្ងៃរឿងដែលឯងជំពាក់គាត់សរសេរបញ្ជីរៀបរាប់ឲ្យបានច្បាស់លាស់ដោយខ្លួនឯងទៅខ្ញុំមិនចេះសរសេររៀបរាប់នោះទេកាលពីមុនខ្ញុំក៏មិនចេះដែរសរសេរទៅជំពាក់នរណាប៉ុន្មានហើយខ្ចីតាំងពីពេលណាជីចានអានមិនមែនមានលុយទេអីលោកគ្រូប្រាប់ឲ្យគាត់ជួយចេញលុយឲ្យមុនសិនទៅឯងនៅតែមិនផ្លាស់ប្ដូរតតែសោះបងជីកាលពីមុនមកពីខ្ញុំមិនដឹងក្តីសូមបងកុំប្រកាន់នឹងមនុស្សដូចជាខ្ញុំអីជួយឲ្យខ្ញុំខ្ចីលុយខ្លះមកមិនឲ្យខ្ចីទេបងមានផ្ទះបាយធំដុំដល់ថ្នាក់នេះខ្ចីតែបន្តិចក៏មិនបានដែរអីលុយរបស់ខ្ញុំគឺសម្រាប់ទិញបន្លែថ្ងៃស្អែកសម្រាប់អាហាររបស់កម្មករសម្រាប់ប្រាក់ឈ្នួលរបស់អ្នកជួយការងារមិនមែនសម្រាប់យកមកប៉ះពាល់បំណុលរបស់ឯងឡើយចុះចង់ឲ្យខ្ញុំធ្វើបែបណាទៅវិញសរសេរបញ្ជីបំណុលឲ្យបានច្បាស់លាស់សិនទៅពួកឯងគ្រាន់តែចង់ឃើញខ្ញុំស្លាប់តែប៉ុណ្ណោះគ្មាននរណាចង់ឃើញឯងស្លាប់ទេគ្រាន់តែគ្មាននរណាម្នាក់ទទួលរ៉ាប់រងជំនួសឯងទៀតឡើយតើលុយណៃណាខ្ញុំរកមិនបានទេហានធីសឹងគាត់លែងខ្វល់ពីខ្ញុំហើយឯងធ្វើបាបគាត់ដល់ថ្នាក់នឹងហើយគាត់នៅតែបារម្ភពីឯងទៀតអីលោកគ្រូជួយប្រាប់គាត់ទៅថាបំណុលទាំងនោះមិនមែនខ្ញុំជំពាក់ម្នាក់ឯងនោះទេតើមានបំណុលមួយណាដែលមិនមែនឯងជាអ្នកស៊ីញេដោយខ្លួនឯងខ្លះការដណ្ដើមយកការងារវេនយប់គឺលោកគ្រូជាអ្នកយល់ព្រមហើយការខ្ចីឈ្មោះលក់បាយក៏ពួកយើងធ្វើរួមគ្នាដែរចំណែករបស់ខ្ញុំទទួលស្គាល់ចំណែករបស់ឯងទទួលស្គាល់ខ្លួនឯងទៅ
លោកគ្រូហ៊ានកូនសិស្សរបស់លោកនិយាយថាការពីមុនរឿងទាំងអស់នេះសុទ្ធតែមានចំណែករបស់លោកដែរយប់នេះបើលោកមិនជួយសង់ពាក់កណ្ដាលជំនួសគាត់ទេខ្ញុំនឹងទៅកាន់ផ្នែកគ្រប់គ្រងគម្រោងដើម្បីប្រាប់ពួកគេថាទីធ្លារបស់លោកឥឡូវនេះកំពុងលាក់ខ្លួនមនុស្សជំពាក់បំណុលមិនព្រមសង្ហើយទៅប្រាប់ទៅហើយឆ្លៀតឱកាសនេះជួយនិយាយឲ្យច្បាស់ផងថានរណាជាអ្នកខ្ចីនរណាជាអ្នកស៊ីញេហើយនរណាជាអ្នកទទួលលុយទាំងអស់នោះឲ្យបានច្បាស់លាស់ផងអ្វីដែលខ្ញុំជំពាក់ឯងខ្ញុំនឹងសងតាមលិខិតទទួលប្រាក់ចំណែកឯទៅឡើងជំពាក់ឯងទៅរកទៅឡើងទៅល្អណាស់បើអញ្ចឹងពួកយើងមកទូទាត់បញ្ជីចាស់ទាំងអស់គ្នាតែម្ដងទៅមើលឲ្យច្បាស់ទៅនេះជាការខ្ចីមុនពេលដែលពួកឯងចែកផ្លូវគ្នាកាលនោះរបបលក់បាយប្រអប់របស់ពួកឯងមិនទាន់បានបែងចែកគ្នាឡើយដូច្នេះបំណុលនេះមិនអាចគិតតែលើរូបគាត់ម្នាក់នោះទេតើរឿងលុយមួយនេះខ្ញុំដឹងដែរទេមិនដឹងទេទោះបីជាមិនដឹងក៏មិនមែនមានន័យថាមិនបានយកមកប្រើប្រាស់ក្នុងរបបនោះដែរលុយនេះមិនមែនយកមកប្រើប្រាស់ក្នុងរបបនោះទេគឺខ្ញុំជាអ្នកខ្ចីដើម្បីត្រៀមទុកទិញអីវ៉ាន់ដោយខ្លួនឯងក្រោយពេលដែលពួកយើងចែកផ្លូវគ្នាទិញអីវ៉ាន់អ្វីខ្លះកាលនោះតៅឡាំងនិយាយរាល់ថ្ងៃថាត្រូវរៀបចំធុងរក្សាកម្ដៅប្រអប់បាយអង្ករនិងម្សៅទុកជាមុនឲ្យតែដេញឯងចេញទៅបានពួកយើងអាចធ្វើការដោយខ្លួនឯងបានភ្លាមនៅថ្ងៃបន្ទាប់ដូច្នេះហើយថ្ងៃនោះមិនមែនជាការប្រែក្រឡាភ្លាមនោះទេមែនទេមិនមែនទេបានលហើយនៅគឺខ្ចីសម្រាប់របបលក់បាយប្រអប់នឹងឯងជីចាន់អានឯងក៏មានចំណែកដែរអ្នកចុះហត្ថលេខាគឺខ្ញុំអ្នកយកលុយក៏ជាខ្ញុំហើយគំនិតនេះក៏ជារបស់ខ្ញុំដែរវាមិនមានពាក់ព័ន្ធជាមួយគាត់ឡើយឥឡូវនេះធ្វើជាមកសម្ដែងជាមនុស្សខ្លាំងខ្លាអីប្រាក់ដើម800អូសបន្លាយរហូតមកដល់សប្តាហ៍ថ្ងៃនេះទាំងដើមទាំងការសរុប2500 2500ផងលិខិតខ្ចីប្រាក់សរសេរតែ800រាល់10ថ្ងៃថែម80ចុះហេតុអ្វីបានជាឯងកញ្ញាឃើញរហូតដល់2500ទៅវិញអូបន្លាយពេលយូរដល់ថ្នាក់នេះវាមិនត្រូវការឡើងទេអីទោះបីជាការឡើងក៏ត្រូវមានច្បាប់ទម្លាប់ដែរអ្វីដែលគ្មានសរសេរនៅលើក្រដាសស្នាមខ្មៅឯងត្រូវតែនិយាយឲ្យច្បាស់លាស់នៅចំពោះមុខមនុស្សច្រើនគ្នានេះបើឯងចង់ទៅប្រាប់ផ្នែកគ្រប់គ្រងគម្រោងមែននោះខ្ញុំក៏ចង់ស្ដាប់មើលដូចគ្នាដែរប្រាក់ដើម800បូករួមទាំងអំឡុងពេលកន្លងមកនេះអ្វីដែលឯងធ្លាប់បានសរសេរលិខិតទទួលប្រាក់រួចហើយនៅសល់ប៉ុន្មានខ្ញុំនឹងទទួលស្គាល់ចំណែកឯប្រាក់ដែលលើពីនេះហើយគ្មានកំណត់ត្រាច្បាស់លាស់ខ្ញុំមិនទទួលស្គាល់ដាច់ខាតមួយសន្លឹកនេះសង100រួចរាល់ហើយមានលិខិតទទួលប្រាក់ត្រឹមត្រូវឆ្នាំប៉ះពាល់អស់ពាក់កណ្ដាលយោងតាមអ្វីដែលឯងសរសេរខ្លួនឯងគឺស្មើនឹង400ចុះឡានប៉ះពាល់បានប៉ុន្មាន300ដូច្នេះលិខិតខ្ចីប្រាក់ចាស់នៅសល់តែ620ប៉ុណ្ណោះឯងនិយាយថា620គឺ620អញ្ចឹងអីបើអញ្ចឹងឯងសរសេររៀបរាប់ពីរបៀបកិននាលុយ2500ដែលឯងទើបតែនិយាយអំបញ្ញមិញនេះមកមើលចំណែកមួយនេះខ្ញុំទទួលស្គាល់មុនដំណាច់ខែខ្ញុំនឹងសង100សិនបានហើយបើមុនដំណាច់ខែមិនឃើញលុយទេខ្ញុំនឹងត្រឡប់មកវិញទៀតពេលនេះបញ្ជីបំណុលទើបតែត្រូវបានលាតត្រដាងយ៉ាងពិតប្រាកដតើនៅខាងលោកគ្រូជីពិតជាកំពុងរើសមនុស្សមែនទេកាលពីមុនខ្ញុំធ្លាប់ធ្វើការនៅទីនោះឯងថ្ងៃនេះខ្វះមនុស្សដឹកជញ្ជូន100ចំណែកត្រូវបង់លុយកក់ដើម្បីយកកន្លែងសិនល្ងាចឡើងនឹងទទួលបានប្រាក់ឈ្នួលភ្លាមដឹកជញ្ជូនអាហារក៏ត្រូវបង់លុយកក់ដែរអីជាលុយកក់សម្រាប់ធុងរក្សាកម្ដៅបើមិនអញ្ចឹងទេប្រសិនបើបាត់ធុងតើនរណាជាអ្នកសងឯងនៅតែហ៊ានយកឈ្មោះរបស់គាត់មកប្រើទៀតផងតើលោកចង់ធ្វើអ្វីហ្នឹងនេះជារឿងកុហកទេអាហារដ្ឋានការដ្ឋានចានអានមិនដែលទារលុយកក់សម្រាប់ដឹកជញ្ជូនឡើយហើយក៏មិនដែលឲ្យគេរើសមនុស្សមកធ្វើការដែរចុះលុយ20រៀលរបស់ខ្ញុំវិញយកលុយចេញមកលេងដៃទៅខ្ញុំក៏ត្រូវបានគេបង្ខំដូចគ្នាដែរមកពីត្រូវគេបង្ខំទើបអាចដើរបោកប្រាស់អ្នកដទៃបានអញ្ចឹងអីគេបានយកឈ្មោះរបស់ឯងមកប្រើដើម្បីទារលុយកក់ម្ដងទៀតហើយលុយសងវិញអស់ហើយឯងចង់បានអីទៀតអ្វីដែលឯងជំពាក់គេមិនមែនមានតែលុយនោះទេគេឈ្មោះបាយការដ្ឋានសំណងត្រូវបានឯងបំផ្លាញបែបនេះថ្ងៃក្រោយការមករហ៊ានទុកចិត្តអ្នកណាទៀតខ្ញុំបោកមិនទាន់បានសម្រេចផងបោកមិនបានសម្រេចគឺដោយសារគេខាត់ទាន់មិនមែនឯងមិនចង់បោកនោះទេចង់រត់ទៀតមែនទេខ្ញុំគ្មានលុយទេឯងគ្មានលុយក៏ទៅបោកលុយកក់លុយដែលបោកបានឯងបំរុងទុកសងខ្លួនឯងមុនមែនទេលោកគ្រូចូលទូទាត់បញ្ជីឲ្យច្បាស់លាស់សរសេរលុយដែលបំរុងនឹងបោកថ្ងៃនេះចូលសិនសរសេរទៅថ្ងៃនេះមើលទៅដូចជាសម្រុំបន្តិចចុងខែហើយថ្ងៃនេះត្រូវសងឆៅសេនហេចំនួន100មុនធ្វើការងារថ្ងៃនេះឲ្យរួចរាល់សិនទៅអ្នកមិនមែនជាលោកគ្រូហានកាលពីមុនទេហីស៊ុបសង្គ្រោះបន្ទាន់កាលពីលើកមុនគឺលោកជាអ្នកធ្វើមែនទេ
បាទគឺខ្ញុំថ្ងៃនេះក៏មិនអន់ដែរថ្ងៃនេះទាន់ពេលល្អណាស់ស៊ុបក៏ក្តៅណាស់ដែរអរគុណនេះជាលិខិតខ្ចីលុយចាស់ចំនួន100សូមឯងចេះគោរពពេលវេលាដែរតើនេះជាបង្កាន់ដៃទទួលប្រាក់លោកសរសេរទៅខ្ញុំផ្តិតមេដៃនៅសល់500ម៉ឺបទៀតអញគិតថាការសងបន្តិចម្ដងបែបនេះអាចឲ្យអញងើបក្បាលរួចមែនទេងើបក្បាលរួចឬមិនរួចខ្ញុំមិនដឹងទេតែបំណុលត្រូវតែសងឲ្យកាន់តែតិចទៅខ្ញុំសរសេររួចហើយខ្វះហើយខ្ញុំចាំបានតែប៉ុណ្្នឹងទេបើនឹកមិនឃើញក៏ទៅសួរគេទៅកុំចេះតែសរសេរបន្ថយដោយខ្លួនឯងឥឡូវនេះឯងគឺដូចជាឆេងហ្គិនបេះបិទប្រសិនបើខ្ញុំដូចគេតាំងពីដំបូងម្លេះមិនធ្លាក់ខ្លួនដល់ថ្នាក់នេះទេលើកនេះមិនបាច់ប្រញាប់ប្រញាល់ជិះឡាននឹងដណ្ដើមគ្នានៅមាត់ទ្វាររាល់ថ្ងៃទៀតទេកន្លែងយកបាយនិងកន្លែងប្រគល់ប្រអប់បាយវិញត្រូវបំបែកគ្នាកុំឲ្យកកុញចូលគ្នាឥឡូវឯងធ្វើការនៅទីនេះត្រូវចាំច្បាប់ទម្លាប់ឲ្យច្បាស់ឯងមកធ្វើអីមកស្វែងរកការងារក្រៅម៉ោងធ្វើបញ្ជីបំណុលសួរច្បាស់លាស់ហើយឬនៅបើអញ្ចឹងទៅសួរឲ្យច្បាស់សិនទៅកុំមកក្បែរកន្លែងលក់បាយនេះអញពិតជាមិនជួយខ្ញុំមែនហើយខ្ញុំមិនអាចជួយឯងដើរផ្លូវកាត់បានទេឯងធ្លាក់ខ្លួនដល់ថ្នាក់ដើរប្រមូលប្រអប់បាយហើយនៅចង់មកប្រដៅខ្ញុំទៀតលុយដែលបានមកពីការប្រមូលប្រអប់បាយគឺស្អាតស្អំលាងរួចរាល់ហើយនៅទុកលាងស្អែកព្រឹកក៏ដូចគ្នាតែតើមិនដូចគ្នាទេបើស៊ុបស្ងួតជាប់ក្នុងនឹងស្អែកឡើងនឹងមានក្លិនស្អុយលោកឯងក៏មិនមែនជាថាកែដែរកាលពីមុនខ្ញុំក៏គិតបែបនេះដែរទើបត្រូវខាតបង់រហូតដល់អស់រលីងម្នាក់នេះពិតជាធ្លាប់រងការឈឺចាប់ពិតប្រាកដមែនថ្ងៃនេះជួយសង្គ្រោះធុងស៊ុបបានមួយហើយក៏កាត់បន្ថយការប្តឹងតវ៉ាបានមួយឡានដែរឆេងហ្គិនអ្វីដែលខ្ញុំជំពាក់ឯងពីមុនមិនមែនមានតែលុយនោះទេមិនថា10000ឬ8000នោះទេឥឡូវនេះខ្ញុំមិនទាន់មានលទ្ធភាពសង្ឡើយតែខ្ញុំនឹងចងចាំទុកលុយចំណាយពេលបែកគ្នាខ្ញុំបានទទួលរួចហើយចុះចំណងមិត្តភាពវិញមនោសញ្ចេតនាមិនមែនសម្រាប់សងវិញទេគឺថ្ងៃក្រោយកុំបំផ្លាញវាទៀតទៅបានហើយថ្ងៃនេះការដ្ឋានលេខ1លេខ2និងការងារយប់នៅអគារលេខ3គឺពេញទាំងអស់ហើយមិនទទួលទៀតហើយកម្លាំងមនុស្សមិនគ្រប់គ្រាន់ទេមិនទទួលឡើយលោកគ្រូហានស៊ុបថ្ងៃនេះមិនអន់ទេកុំយល់ច្រឡំស៊ុបឆ្ងាញ់មិនមែនមានន័យថារឿងរ៉ាវពីមុនត្រូវរំលងចោលនោះទេខ្ញុំដឹងហើយដឹងខ្លួនទៅល្អហើយរបរចិញ្ចឹមជីវិតនេះវាមិនងាយស្រួលរក្សានោះទេបើធ្វើឲ្យបែកហើយរើសមកវិញនឹងត្រូវឈឺដៃមិនខានឈឺទើបអាចចងចាំបានល្អកំណត់ត្រាគ្រប់គ្រាន់គំរូគ្រប់គ្រាន់ការចុះហត្ថលេខាគ្រប់គ្រាន់ថ្ងៃនេះគ្មានបញ្ហាទេនេះជាចំណែកទី2ចំណែកដែលនៅសល់នឹងសងនៅសប្តាហ៍ក្រោយសងតាមរបៀបរបស់លោកទោះបីជាយឺតបន្តិចមែនតែយ៉ាងហោចណាស់ខ្ញុំដឹងថាលោកមិនគេចវិសឡើយលោកគ្រូហែនចំនួន100សម្រាប់ខែក្រោយកុំភ្លេចណាមិនភ្លេចទេដល់ថ្ងៃនឹងសងពេលសងសុំលិខិតទទួលប្រាក់ផងចំណែករបស់ខ្ញុំក៏នឹងសងវិញដែរ
សងបានមួយចំណែកគឺមួយចំណែកទៅកុំគិតចង់មានបានភ្លាមដូចពីមុនទៀតអីឆេងហ្គានពីមុនខ្ញុំតែងតែគិតថាបាយគឺខ្ញុំជាអ្នកឆាដូច្នេះតូបលក់បាយនេះក៏គួរតែជារបស់ខ្ញុំដែរក្រោយមកឆ្នាំងក៏អស់ឡានក៏គ្មានតូបក៏បាត់សូម្បីតែកូនសិស្សក៏បែកបាក់គ្នាអស់ទើបខ្ញុំយល់ច្បាស់ថាអ្វីដែលខ្ញុំបានបំផ្លាញមិនមែនជាតូបលក់បាយទេគឺវាជាផ្លូវដែលអ្នកដទៃទុកឲ្យខ្ញុំដើរថ្ងៃក្រោយកុំបំផ្លាញវាទៀតអីមិនបំផ្លាញទៀតទេ